កញ្ញាឲ្យខ្ញុំសុំភ្លុកកាហ្វេក្នុងដៃបន្តិចបានទេតើអ្នកមិនស្រួលត្រង់ណាឬតែខ្ញុំផឹកវាបាត់ទៅហើយមិនក៏ជាកាហ្វេឆុងបែបនេះខ្ញុំផឹកកាហ្វេគុណភាពទាបបែបនេះអត់បានទេជួយទិញកាហ្វេឆុងថ្មីឲ្យខ្ញុំមួយកែវបានទេតែខ្ញុំកំពុងប្រញាប់ទៅសម្ភារការងារណាកញ្ញាឲ្យជួយខ្ញុំផងខ្ញុំចិត្តដាច់ខ្យល់ហើយអូខេអញ្ចឹងអ្នកត្រូវតែទ្រាំបន្តិចណាចាំខ្ញុំត្រឡប់មកវិញសួស្ដីខ្ញុំសុំកាហ្វេឆុងថ្មីមួយកែវមកជួយរហ័សបន្តិចណាខ្ញុំប្រញាប់ចិត្តដល់ម៉ោងសម្ភារហើយស៊ីមែនកាហ្វេរបស់អ្នកបានហើយនេះកាហ្វេរបស់អ្នករសជាតិមិនមែនសោះអ្នកនេះមិនក៏ធ្វើខ្លួនបែបនេះទិញកាហ្វេមួយកែវក៏ធ្វើមិនបានដែរហើយភ្លេចវាទៅចប់ត្រឹមនឹងចុះស៊ីមែនថ្ងៃនេះខឹងខ្លាំងណាស់ខ្មោចឡងមែនបងស្រីឲ្យក្រមាអ្នកអាចឲ្យខ្ញុំខ្ចីប្រើបន្តិចបានទេខ្ញុំមកសម្ភារការងារមិញនេះប្រឡាក់អាវបន្តិចបន្តួចបងជួយទុកលេខទំនាក់ទំនងមកខ្ញុំប្រើរួចនឹងសងបងវិញភ្លាមឲ្យអ្នកទៅចុះអរគុណច្រើនអរគុណខ្លាំងណាស់អ្នកយឺត5នាទីហើយវគ្គតេស្តដំបូងគឺការរចនាប្រធានបទជាក្រុមក្នុងរយៈពេល30នាទីការបែងចែកក្រុមដោយសេរីបានបញ្ចប់ហើយគ្មានអ្នកណាគេចង់ទទួលអ្នកទេបើមិនចង់ដកខ្លួនចេញឥឡូវនេះទេក៏ត្រូវធ្វើម្នាក់ឯងទៅខ្ញុំម្នាក់ឯងក៏អាចធ្វើបានដែរពេលវេលាមិនរងចាំអ្នកណាទេណាសូមសួរថានេះជាគំនូរព្រាងរបស់នរណាដែរបានហើយឥឡូវនេះសូមប្រកាសឈ្មោះក្រុមដែលបានឡើងទៅវគ្គបន្តក្រុមបាននឹងក្រុមបើបានឡើងទៅវគ្គបន្តទាំងពីរទើបតែជួបមនុស្សឈួតម្នាក់នោះនៅព្រឹកនេះឯងសិនមានចាំបន្តិចសិនក្រុមហ៊ុនបានរៀបចំការប្រឡងបន្ថែមសម្រាប់ពួកអ្នកក្រដាស់គំនូរដែលពួកអ្នកគូអំបញ្ញមិញនេះខាងផ្នែកភស្តុភារបានយកក្រណាត់សមកកាត់ដេរជាខោអាវគំនូរហើយវិធានការប្រឡងបន្ថែមគឺយកខោអាវគំនូររបស់ពួកអ្នកទៅលក់នៅក្នុងក្រុមហ៊ុនតម្លៃត្រូវតែលក់999យន្តដាច់ខាតបើខ្វះ1សេនគឺធ្លាក់ភ្លាមក្រណាត់សរសៃសំយោគបែបនេះគេឲ្យទេក៏គេមិនយកដែរព្រោះវាចាក់ស្បែកមិននឹងអាចលក់បានដល់999យន្តទៅបើធ្វើមិនបានក៏ដកខ្លួនចេញពីការប្រឡងទៅចាប់ផ្ដើមរាប់ថយក្រោយពីពេលនេះទៅសួស្ដីនេះជាសម្លៀកបំពាក់ដែលយើងបញ្ចូលស្ទីលបែបសាមញ្ញថ្មីបំផុតតម្លៃត្រឹមតែ999យន្តប៉ុណ្ណោះជួយគាំទ្រអ្នករចនាម៉ូដថ្មីថ្មោងយកក្រណាត់ស្អុយបែបនេះមកបោកប្រាស់ស្មានថាខ្ញុំធ្វើសប្បុរសធម៌ឬកិច្ចទៅអូហូការកាត់ដេរអាវនេះពិតជាអស្ចារ្យមែនតើជារបស់អ្នករចនាម៉ូដឯករាជ្យរូបណាដែរជាម៉ូដមានកំណត់មែនទេនេះជាស្នាដៃចនាផ្ទាល់ខ្លួនរបស់ខ្ញុំមានតែមួយគត់ពិតជាចៃដន្យមែនយប់នេះខ្ញុំត្រូវទៅមើលពីពណ៌សិល្បៈទំនើបរមុំអាវនេះពិតជាស័ក្តិសមបំផុតបងស្រីអាវនេះលក់អត់តម្លៃប៉ុន្មានដែរ999យន្តប៉ុន្មានណាក្រណាត់សរសៃសំយោគបែបនេះថ្លៃដើមមិនដល់99ផងតើអ្នកកំពុងតែប្លន់យកលុយមែនទេក្រណាត់សរសៃសំយោគបែបនេះទិញចូលមិនដល់99ផងនេះអ្នកកំពុងតែប្លន់យកលុយមែនទេក្រណាត់នឹងវាអនមែនខ្ញុំមិនបដិសេធទេប៉ុន្តែយប់នេះអ្នកទៅចូលរួមពិព័រណ៍សិល្បៈបែបទំនើបមែនទេចុះពិព័រណ៍សិល្បៈហើយម៉េចពិព័រណ៍សិល្បៈហើយអាចស្លៀកក្រណាត់ដាច់រហែកទៅធ្វើជាអួតអាងបានមែនស្នូលនៃសិល្បៈបែបទំនើបគឺការបះបោរវាជាការបំបែកនៅសោភ័ណភាពដែលរឹងត្អឹងតាមវណ្ណៈនេះគឺជាវិធីលេងកម្រិតខ្ពស់បំផុតក្នុងវិស័យម៉ូដដែលគេហៅថាភាពផ្ទុយគ្នានៃកម្រិតខ្ពស់និងទាបអ្នកសាកស្លៀកឈុតនេះទៅមើលទៅអ្នកនឹងផ្លាស់ប្ដូរការយល់ឃើញថ្មីជាក់ជាមិនខានអ្នកមិនចាំបាច់ប្រើសូត្រថ្លៃដើម្បីបញ្ជាក់ពីតម្លៃខ្លួនទេទោះបីជាក្រណាត់ដាច់រហែកមួយដុំបើស្លៀកលើខ្លួនអ្នកក៏វាជាសិល្បៈបែបទំនើបដែរនេះគេហៅថាភាពធូរស្រាលនៃការប្រឆាំងនឹងការប្រើប្រាស់ហួសហេតុអស្ចារ្យមែនគ្រាន់តែសម្ដីប្រឆាំងការប្រើប្រាស់ហួសហេតុរបស់អ្នកនឹងឥឡូវនេះស្កេនកូដទូទាត់លុយមកថ្ងៃនេះបើខ្ញុំស្លៀកវាទៅពិព័រណ៍សិល្បៈហើយគ្មានអ្នកសុំវីឆាតទេស្អែកនេះខ្ញុំនឹងមកគិតគូរជាមួយអ្នកមិនខានកុំបារម្ភអីព័ត៌មានទំនាក់ទំនងរបស់អ្នកនឹងត្រូវគេសុំពេញនឹងសូមឲ្យអ្នកលេចធ្លោជាងគេក្នុងកម្មវិធីយប់នេះណាទោះបីជាអ្នកឆ្លងកាត់វគ្គពិនិត្យប្រវត្តិគ្រួសារហើយក៏ដោយប៉ុន្តែសញ្ញាបត្ររបស់អ្នកត្រឹមតែថ្នាក់បរិញ្ញាបត្ររងដែលវាមិនស្របតាមស្តង់ដាររបស់ក្រុមហ៊ុនយើងទេគួរឲ្យស្ដាយណាស់ដែលអ្នកមិនអាចត្រូវបានជ្រើសរើសរឹតតែមិនបាច់និយាយទៅទៀតអ្នកដែលមកសម្ភាសយឺតយ៉ាវបែបនេះលោកនាយកលីនទោះបីជាខ្ញុំមិនមែនជាសញ្ញាបត្របរិញ្ញាបត្រក៏ដោយប៉ុន្តែខ្ញុំយល់ថាអ្វីដែលសំខាន់បំផុតសម្រាប់អ្នករចនាគឺការបំផុសគំនិតហើយដែលខ្ញុំមកយឺតគឺព្រោះតែខ្ញុំជួបមនុស្សឈួតតាមផ្លូវបើមិនមែនព្រោះតែជួយគេទេអោខ្ញុំក៏មិនប្រឡាក់ដែរទាំងអស់នេះគឺដោយសារមនុស្សឈួតម្នាក់នោះសួស្ដីលោកនាយកគឺអ្នកមែនទេគឺខ្ញុំហើយចប់ហើយហេតុអ្វីបានជាមនុស្សឈួតម្នាក់នេះជាលោកលើកនេះអស់សង្ឃឹមឈប់សិនតើអ្នកណាអនុញ្ញាតឲ្យនាងទៅចាប់ពីថ្ងៃស្អែកទៅនាងមកធ្វើការនៅការិយាល័យអគ្គនាយកធ្វើជាជំនួយការផ្ទាល់ខ្លួនរបស់ខ្ញុំសូមទោសលោកខ្ញុំមកទីនេះដើម្បីធ្វើជាអ្នករចនាមិនមែនមកធ្វើការងារបម្រើដូចជាឆុងតែឬចាក់ទឹកនោះទេជាមួយនឹងកម្រិតវប្បធម៌របស់នាងគ្មានក្រុមហ៊ុនរចនាឈានមុខគេណាមួយទទួលយកនាងទេកម្រិតវប្បធម៌និងប្រវត្តិរបស់នាងគឺជាចំណុចខ្សោយដ៏ធំបំផុតគឺមានតែធ្វើជាជំនួយការរបស់ខ្ញុំប៉ុណ្ណោះសូមទោសផងខ្ញុំសូមទទួលទូរស័ព្ទបន្តិចចិននៃអន្តរហេតុអ្វីបានជាប្រធានជើងហោះហើរលេខ1ហើយមកប្រាប់ថាអ្នកលាឈប់ពីការងារទៅវិញម៉ាក់កុំតន់ស្ដាប់កូនពន្យល់សិនម៉ាក់មិនស្ដាប់កូនពន្យល់ទេឥឡូវនេះត្រូវតែត្រឡប់មកផ្ទះវិញភ្លាមសូមទោសផងខ្ញុំមានការបន្ទាន់ត្រូវតែត្រឡប់ទៅផ្ទះវិញឥឡូវនេះលោកចុះមនុស្សម្នាក់នេះតើយើងនៅតែត្រូវការគាត់ទៀតទេឈួតមែន
ធនាគារគឺជាការងារដែលមានស្ថិរភាពណាស់ឯងមានការងារល្អបែបនេះហើយមិនធ្វើតើឯងចង់ធ្វើស្អីទៀត មានអូនមិនខ្លាចគេសើចចំអកឲ្យទេការខ្លាចជាអ្នករចនាម៉ូដគឺជាក្តីស្រមៃរបស់អូនតាំងពីតូចមកហេតុអ្វីបានជាអ្នកទាំងអស់គ្នាមិនយល់ពីអូន ក្តីស្រមៃអាចយកមកហូបបានទេធនាគារគឺជាកន្លែងដែលគេចង់ចូលធ្វើការខ្លាំងណាស់តែឯងបែរជាចង់ជប់ ការរចនាម៉ូដគឺជាអ្វីដែលអូនស្រឡាញ់អូនមិនចង់ឲ្យជីវិតរបស់អូនមានការស្ដាយក្រោយឡើយ បើឯងហ៊ានទៅធ្វើមែនឯនឹងចាត់ទុកថាមិនដែលបង្កើតកូនស្រីដូចឯងទេអាឡូសិនមានមែនទេខ្ញុំជាប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន Kashi សូមជម្រាបថាស្អែកនេះអ្នកអាចមកចុះឈ្មោះចូលធ្វើការបាន លោកនេះគឺជាការវិភាគប្រជុំរបស់លោកនៅថ្ងៃនេះរសៀលម៉ោង 3 លោកត្រូវជួបជាមួយអ្នកផ្គត់ផ្គង់ តើអ្នកគិតថានឹងស្លៀកឈុតនេះទៅជួបអ្នកផ្គត់ផ្គង់ជាមួយខ្ញុំមែនទេ ឈុតនេះស្អាតបាត់ណាស់តើមានបញ្ហាអីមែនទេ ការស្លៀកពាក់របស់អ្នកពេលនេះមើលទៅដូចជានិស្សិតមហាវិទ្យាល័យអញ្ចឹងក្រុមហ៊ុនយើងនេះគឺជាក្រុមហ៊ុនរចនាម៉ូដសម្លៀកបំពាក់លំដាប់កំពូលណាអ្នកគឺជាតំណាងមុខមាត់របស់ក្រុមហ៊ុន ខ្ញុំជាជំនួយការរបស់លោកប្រសិទ្ធភាពការងារនិងសមត្ថភាពចំនួនគួរតែសំខាន់ជាងរូបរាងខាងក្រៅមិនអញ្ចឹង នៅក្នុងវិស័យម៉ូដនេះភាពផ្ចិតផ្ចង់ពីក្បាលដល់ចុងជើងរបស់មនុស្សម្នាក់គឺជាកាតអាជីពដែលច្បាស់បំផុតទៅឆុងកាហ្វេឲ្យខ្ញុំមួយកែវមកមើលទៅមិនចេះមើលការខុសត្រូវសោះ មនុស្សនេះមានបញ្ហាអីមែនទេសូម្បីតែរឿងស្លៀកពាក់ក៏ចង់គ្រប់គ្រងដែរលោកនេះកាហ្វេទឹកកករបស់លោកទឹកកកតិចហើយខ្ញុំថែមអេសប្រេសូមួយដុសឲ្យហើយ ខ្ញុំឲ្យអ្នកឆុងកាហ្វេមិនមែនឲ្យឆុងថ្នាំពុលឲ្យខ្ញុំផឹកទេ លោកនេះគឺខ្ញុំធ្វើតាមការទាមទាររបស់លោកយ៉ាងតឹងរ៉ឹងហើយណា ដែលខ្ញុំថាទឹកកកតិចគឺទឹកកក3ដុំទេទៅឆុងថ្មីវិញទៅ បានហើយលោកខ្ញុំនឹងទៅឆុងថ្មីជូនលោកឥឡូវនេះសួស្ដីឯងនៅតែព្យាយាមរឿងកាហ្វេនឹងទៀតហីស្ដាប់បងទៅថៅកែនឹងល្បីឈ្មោះណាស់រឿងដេញលេខាពីការងារនោះកាលពីខែមុនមានលេខា3នាក់ដែលរៀនចប់ពីសាលាល្បីគ្រាន់តែឆុងកាហ្វេមិនត្រូវរសជាតិដែលគាត់ចង់បានក៏ត្រូវគេដេញចេញភ្លាមដែរអ្វីដេញចេញគ្រាន់តែរឿងកាហ្វេមួយកែវនឹងហ่ะមែនហើយសម្ដីដើមរបស់ថៅកែគឺថាអ្នកដែលសំបីតែរសជាតិកាហ្វេរបស់ថៅកែមិនដឹងផងគឺមិនអាចធ្វើការអ្វីបានល្អឡើយបងថាឯងគួរតែប្រញាប់លាឈប់ទៅល្អជាងមិនបានទេខ្ញុំដាច់ខាតមិនអាចត្រូវគេដេញចេញឡើយខ្ញុំមិនជឿទេថាខ្ញុំរកតម្រុយអ្វីបន្តិចបន្តួចមិនឃើញនោះរកឃើញហើយគឺពណ៌នេះឯងថៅកែនេះកាហ្វេរបស់លោក ខ្ញុំស្មានថាឯងទៅបើកប្រាក់ខែនៅផ្នែកបុគ្គលិកបាត់ទៅហើយ នេះជាកែវចុងក្រោយដែលខ្ញុំសាកល្បងថ្ងៃនេះបើលោកផឹកហើយនៅតែមិនពេញចិត្តទៀតខ្ញុំនឹងលាឈប់ភ្លាមមិននៅរំខានភ្នែកលោកទៀតទេ ច្រកចូលរោងសម្ដែងគិតថាអ្នកមិនទាន់បានត្រឡប់ទៅផ្ទះទេស្អែកបន្តធ្វើតាមស្តង់ដារនេះទៀត នេះហើយគឺជារបស់ដែលផ្នែករចនារបស់អ្នកខំធ្វើទាំងយប់ទាំងថ្ងៃអស់មួយខែរឿងនេះចិញ្ចឹមតែពួកឯប្រយោជន៍មែនទេ លោកស្រីនៅសល់តែ10ថ្ងៃទៀតទេដល់ថ្ងៃបង្ហាញម៉ូដពេលវេលាកំណត់ខ្លីពេកហើយត្រូវគ្រប់គ្រងថ្លៃដើមទៀតយើងអាចធ្វើបានត្រឹមតែយោងតាមរបស់ពីមុនប៉ុណ្ណោះលោកស្រីទាមទារខ្ពស់ពេកទោះជាទេវតាក៏ធ្វើមិនចេញដែរ ខ្ញុំអាចធ្វើបាន អ្នកគ្រាន់តែជាជំនួយការលើកទឹកលើកតែតើដឹងអីកុំមកធ្វើឲ្យញ៉ៃញ៉ៃនៅទីនេះ ពាក្យសម្ដីអួតអាងអ្នកណាក៏និយាយបានដែរតើអ្នកមានមូលដ្ឋានអ្វីបានជាគិតថាអ្នកអាចដោះស្រាយបញ្ហាដែលផ្នែករចនាទាំងមូលដោះស្រាយមិនចេញឲ្យពេលខ្ញុំ5ថ្ងៃខ្ញុំនឹងធ្វើការរចនាដ៏ល្អឥតខ្ចោះមួយឲ្យមើល បើ3ថ្ងៃធ្វើមិនចេញផលិតផលដែលខ្ញុំពេញចិត្តទេអ្នកត្រូវតែចេញពីទីនេះភ្លាម 3ថ្ងៃធ្វើមិននឹងទាន់ទៅ មិនមែនអ្នកចង់ជួយទេរឿងប៉ុណ្ណឹងធ្វើមិនបានផងចង់ជួយអីគេត្រឹមតែ3ថ្ងៃតើធ្វើមិននឹងអាចធ្វើបានដល់ទៅ80ជុតនោះសិនឲ្យបើអញព្រមចុះចាញ់ សូមពិនិត្យមើលចុះ ភាពរលោងនិងទម្លាក់ខ្លួនបែបនេះមិនឃើញមានភាពរញ៉េញ៉ៃបន្តិចសោះតើឯងប្រើអ្វីត្រូវវាទៅនេះគឺជាសូត្រសុទ្ធប្រភេទក្រាស់របស់ក្នុងស្រុកប៉ុន្តែសូត្រសុទ្ធពិបាកនឹងកាត់ដេរឲ្យមានរាងស្អាតបែបនេះណាស់ ខ្ញុំបានប្រើបច្ចេកទេសកាត់ដេរដោយលាក់ឆ្អឹងត្រីនៅខាងក្នុងដែលអាចបង្ហាញពីភាពស្រស់ស្អាតនៃរាងកាយស្ត្រីបានយ៉ាងល្អហើយក៏មានផាសុកភាពខ្លាំងផងដែរ ឃើញទេនេះហើយគឺជាការរចនាដែលរឿងនេះត្រូវការរោគនេះនឹងក្លាយជាម៉ូដផ្ដាច់មុខសម្រាប់រដូវកាលក្រោយប្រាប់ទៅផ្នែកលទ្ធកម្មឲ្យទិញក្រណាត់សូត្រសុទ្ធចូលមកឲ្យបានច្រើនរោងចក្រ Vinpon រួយហ្វឹងនេះបានសហការជាមួយខ្ញុំ7 8ឆ្នាំមកហើយការទិញក្រណាត់សូត្រសុទ្ធគឺយកពីកន្លែងគេនេះឯង របាយការណ៍តេស្តជាតិអាល់កុលនិងកម្រិតហ្វរបស់ក្រណាត់កន្លែងនេះគឺคล้ายៗទាំងអស់ទិន្នន័យទាំងអស់សុទ្ធតែមិនពិតវាជាទំនិញខូចគុណភាពដែលអាចបង្កឲ្យលាកស្បែកបាន ឯងជានរណានេះជាកិច្ចប្រជុំថ្នាក់ដឹកនាំតើឯងជាជំនួយការតូចតាចម្នាក់មានសិទ្ធិអ្វីមកនិយាយរឿងនេះបណ្ដេញវាចេញភ្លាមគឺមនុស្សរបស់ខ្ញុំតើពេលណាទៅដល់វេនឯងមកបង្រៀនខ្ញុំក្នុងការដែលលោកបានលើកឡើងពីច្បាប់ទម្លាប់ហើយអញ្ចឹងយើងត្រូវតែមើលទិន្នន័យតាមច្បាប់ទម្លាប់នឹងហើយគឺលើសកម្រិតដល់ទៅ3ដងឯណោះតើលោកចង់យកកេរ្តិ៍ឈ្មោះក្រុមហ៊ុនដែលសាងមកជាច្រើនទសវត្សរ៍មកធ្វើជាខ្នងបង្អែកសម្រាប់បំពេញហោប៉ៅខ្លួនឯងមែនទេកុំមកធ្វើជាអួតអាងពេកក្នុងដៃខ្ញុំនេះមានភាគហ៊ុនក្រុមហ៊ុនដល់ទៅ 15% ឯណោះបើថ្ងៃនេះលោកហ៊ានតែបដិសេធគម្រោងនេះស្អែកឡើងខ្ញុំនឹងរួមដៃជាមួយម្ចាស់ភាគហ៊ុនផ្សេងទៀតដកទុនចេញភ្លាមបានចាំមើលទៅថាតើក្រុមហ៊ុននឹងដួលរំមុនឬក៏រឿងអាស្រូវរបស់លោកនឹងត្រូវគេបែកធ្លីមុនលោកកុំបារម្ភអីរឿងក្រុមប្រឹក្សាភិបាលខ្ញុំរៀបចំរួចរាល់អស់ហើយគ្រាន់តែឲ្យវាចេញទៅនោះកម្រៃជើងសារពីគម្រោងយើងនៅតែអាចយកបានដដែលពិតជាសីមែន
ការផ្ទេរប្រាក់ចំនួនធំបែរជាចូលក្នុងកណនីផ្ទាល់ខ្លួនរបស់អនុប្រធានទៅវិញលោកនាយកទាំងអស់គ្នាលោកដើម្បីតែការពីជំនួយការម្នាក់បែរជាទៅបង្កចំនួនជាមួយអ្នកផ្គត់ផ្គង់ក្រណាត់ដ៏ធំបំផុតរបស់យើងដែលធ្វើឲ្យខ្សែសង្វាក់ផលិតកម្មត្រីមាសថ្មីនេះត្រូវផ្អាកដំណើរការទាំងស្រុងការខាតបង់ជារៀងរាល់ថ្ងៃមានរហូតដល់ទៅ7ខ្ទង់ខ្ញុំសូមស្នើឲ្យបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលជាបន្ទាន់ដើម្បីធ្វើការដកតំណែងត្រូវតែទទួលខុសត្រូវហើយលាលែងពីតំណែងរួចប្រកល់សិទ្ធិគ្រប់គ្រងមកវិញខ្ញុំធ្លាប់និយាយហើយថាក្រុមហ៊ុនមិនខ្វះទេពួកអមនុស្សចិត្តខ្មៅទាំងនេះសុទ្ធតែជាអ្នកសំគំនិតនឹងគ្នាចេះតែនិយាយអួតអាងអ្នកណាក៏ចេះនិយាយដែរចុះពេលនេះឯងអាចទៅរកទំនិញសុទ្ធកម្រិតខ្ពស់ដែលមានគុណភាពល្អបែបនេះពីណាបានទៀតអ្នកទាំងអស់គ្នាប្រហែលជាគ្មានសិទ្ធិបង្ខំគាត់បែបនេះទេនាងខ្ញុំតំណាងឲ្យក្រុមហ៊ុន Sot Leon របស់បារាំងនិងរោងជាងលំដាប់កម្ពុជាទាំង3របស់អ៊ីតាលីដើម្បីដាក់ជូនលោកនៅកិច្ចព្រមព្រៀងផ្គត់ផ្គង់ផ្ដាច់មុខសម្រាប់រដូវកាលក្រោយទោះបីជាអ្នកទទួលបានប្រភពទំនិញក៏ដោយក៏មិនអាចបិទបាំងពីចរិតផ្ដាច់ការនិងការគៀបសង្កត់ទៅលើមនុស្សចាស់ភាសាបានដែរលោកនេះគឺជាភស្តុតាងពេញលេញដែលបង្ហាញថាអនុប្រធាននិងលោកបានប្រើប្រាស់ក្រុមហ៊ុន Vision Fund រួយវិញដើម្បីកេងប្រវ័ញ្ចផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងរយៈពេល3ឆ្នាំកន្លងមកនេះផ្នែកច្បាប់ទៅប្តឹងប៉ូលីសភ្លាមសន្តិសុខអូអាពុកចង្រៃក្នុងវិស័យនេះចេញទៅក្រៅឲ្យអស់ហើយប្តឹងវាភ្លាមសិស្សបងអស់រយៈពេលប៉ុន្មានឆ្នាំមកនេះវិធីសាស្ត្រសម្អាតផ្ទៃក្នុងរបស់បងនៅតែខ្លាំងក្លាដោយការនៅរៀនសាកលវិទ្យាល័យអញ្ចឹងជ័យអរគុណណាស់ដែលលើកនេះបានបងជួយហោះត្រឡប់មកដោះស្រាយបញ្ហាកញ្ញាសងគឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនវិនិយោគលំដាប់កំពូលនៅ Wall Street ពិតជាស័ក្តិសមនឹងលោកណាស់ដូចជាគូព្រេងដែលមកជួយការពារក្រុមហ៊ុនអញ្ចឹងឡើងឡានមកយប់ជ្រៅហើយខ្ញុំជូនអ្នកត្រឡប់ទៅវិញឡើងឡានមកយប់ជ្រៅហើយខ្ញុំជូនទៅផ្ទះថ្ងៃនេះអ្នកធ្វើបានល្អណាស់មិនបាច់ទេលោកខ្ញុំទើបតែផឹកស្រាបន្តិចបន្តួចនៅខាងក្នុងចង់ដើរលេងស្រូបខ្យល់អាកាសបន្តិចហើយខ្ញុំនៅមានចំណុចខ្លះនៃម៉ូដដែលមិនទាន់យល់ច្បាស់គិតថានឹងត្រឡប់ទៅក្រុមហ៊ុនធ្វើការថែមម៉ោងទោះជាធ្វើការថែមម៉ោងក៏មិនខ្វះពេលយប់នេះដែរមិនបាច់ពិតមែនទេកញ្ញាទើបតែត្រឡប់មកពីក្រៅប្រទេសវិញអ្នកគួរតែនៅកំដរឲ្យបានច្រើនលោកខ្ញុំទៅមុនហើយអ្នកបើកឡានត្រឡប់ទៅមុនទៅលោកចុះហេតុអ្វីបានជាអ្នកចុះមកដែរខ្ញុំមិនមែនបាននិយាយថាចង់ដើរលេងម្នាក់ឯងទេអ្នកគ្រាន់តែនិយាយថាចង់ដើរស្រូបខ្យល់អាកាសត្រឡប់ទៅផ្ទះមិនបាននិយាយថាហាមមិនឲ្យអ្នកដទៃដើរជាមួយផងតោះដើរទៅជាមួយគ្នាតាមពិតទៅថ្ងៃនេះពេលនៅឯពិធីជប់លៀងខ្ញុំមានអារម្មណ៍ថាស្ទើរតែដកដង្ហើមមិនរួចការរាក់ទាក់គ្នាទៅវិញទៅមកនឹងការសម្ដែងពុតបុតទាំងនោះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវាឆ្ងាយពីការងាររចនាដែលខ្ញុំចង់ធ្វើខ្លាំងណាស់បានជាអ្នកប្រញាប់ចង់រត់ត្រឡប់ទៅស្ទូឌីយោវិញមែនទេការរចនាគឺជាអ្វីដែលខ្ញុំអាចពឹងផ្អែកបានតែមួយគត់ក្នុងរង្វង់ការងារនេះខ្ញុំគ្មានក្នុងបង្អែកទេមានតែការប្រើស្នាដៃនិយាយទើបគេអាចមើលឃើញតម្លៃរបស់ខ្ញុំShannon ឲ្យអ្នកមិនចាំបាច់បង្ហាញពីសមត្ថភាពរបស់អ្នកទៅឲ្យអ្នកណាមើលនោះទេព្រោះក្នុងភ្នែកខ្ញុំអ្នកតែងតែភ្លឺចែងចាំងជានិច្ចហើយគ្មានអ្នកណាមកជំនួសបានឡើយម្យ៉ាងទៀតរឿងត្រកូលសង្ឃខ្ញុំគ្រាន់តែជាអ្នកដែលឪពុកម្ដាយទាំងពីរគ្រួសារមានទំនាក់ទំនងនឹងគ្នាបន្តិចបន្តួចប៉ុណ្ណោះគ្មានអ្វីក្រៅពីនេះទេខ្ញុំមិនចង់ឲ្យដៃគូយុទ្ធសាស្ត្ររបស់ខ្ញុំមានការយល់ច្រឡំមកលើខ្ញុំដោយសារតែមនុស្សដែលមិនសំខាន់ទាំងនោះទេ Shannon ភ្ញាក់ខ្លួនឡើងអ្នកនៅទីនេះដើម្បីក្លាយជាអ្នករចនាដ៏ល្អបំផុតមិនមែនដើម្បីមកធ្វើសុបិនក្លាយជា Cinderella នោះទេលោកគូចាស់ភ្លើងឆេះអស់រលីងហើយ2ខែមកនេះខំប្រឹងយ៉ាងណាអាវ80,000កំភ្លេឆេះខ្ទេចអស់ហើយថ្ងៃក្រោយជាថ្ងៃកំណត់ប្រគល់ទំនិញថ្លៃពីនៃកុងត្រាឡើងដល់ទៅ300លានឯណោះលោកគូទោះបីជាទិញក្រណាត់ថ្មីមកដេរក៏មិនទាន់ដែរទេវតាក៏ជួយមិនបានដែរឥឡូវមានតែវិធីមួយគត់គឺបើកសន្និសីទសារព័ត៌មានសុំទោសជាសាធារណៈដើម្បីកាត់បន្ថយការខូចខាតកេរ្តិ៍ឈ្មោះយីហោរបស់យើងមិនអាចសុំទោសបានទេបើគ្មានទំនិញយើងលក់គំនិតជំនួសវិញឈួតមែនហើយសិននាងឯងជាជំនួយការតូចតាចដឹងអីបើគ្មានខោអាវតើឯងចង់ឲ្យអតិថិជនទិញខ្យល់ឬយ៉ាងណាលោកគូយើងបដូរការលក់ទំនិញដែលមានស្រាប់ទៅជាការលក់កក់ទុកមានកំណត់ទូទាំងពិភពលោកវិញទៅ3ថ្ងៃនេះយើងមិនចាំបាច់ផលិតដល់ទៅ8សែនឈុតទេគ្រាន់តែផលិតឈុតគំរូដែលប្លែកបំផុតចំនួន8ឈុតក៏បានដែររួចផ្សំជាមួយការសាកល្បងពាក់តាមប្រព័ន្ធឲ្យលើអនឡាញដើម្បីបង្វែរវិបត្តិមួយនេះទៅជាយុទ្ធសាស្ត្រទីផ្សារបែបបង្អត់អាហារដែលមិនធ្លាប់មានសាកល្បងពាក់តាមអស់យុទ្ធសាស្ត្របង្អត់អាហារនាងស្មានថាជាការលេងល្បែងក្មេងឬក្រណាត់លំដាប់ខ្ពស់ត្រូវបានដុតចោលអស់ហើយក្នុងរយៈពេលតែ3ថ្ងៃនេះតើយកអ្វីមកធ្វើជាឈុតគំរូដ៏ល្អបំផុតទាំង8ឈុតនោះយកក្រណាត់ជូតមាត់មកធ្វើនាងកំពុងតែរុញច្រានរឿងនេះឲ្យคล้ายទៅជាមហន្តរាយផ្នែកទំនាក់មែនហើយលោកគូវាប្រថុយខ្លាំងណាស់បើផលិតឈុតគំរូមិនចេញឬអតិថិជនមិនទិញនោះស្លាកយីហោរបស់គូស៊ឺនឹងត្រូវរលាយអស់ហើយក្រណាត់លំដាប់ខ្ពស់នៅឃ្លាំងធំត្រូវបានដុតចោលអស់ហើយប៉ុន្តែនៅឃ្លាំងលេខ2នៅមានក្រណាត់ម៉ូដធម្មតានិងក្រណាត់សជាច្រើនទៀតការរចនាពិតប្រាកដគឺពឹងផ្អែកលើការរៀបចំរចនាសម្ព័ន្ធនិងគំនិតច្នៃប្រឌិតមិនមែនយកលុយទៅកូរលើក្រណាត់នោះទេយកក្រណាត់សមកធ្វើជាឈុតសំខាន់ក្នុងកម្មវិធីបង្ហាញម៉ូដនេះវាជារឿងកំប្លែងបំផុតក្នុងលោកហើយលោកគូខ្ញុំសូមជំទាស់ដាច់ខាតចំពោះគម្រោងឈួតបែបនេះខ្ញុំយល់ព្រមតាមផែនការរបស់សិននាងលោកគូនេះវាជារឿងមិនសមហេតុផលពេកហើយនាងគ្រាន់តែជាជំនួយការដែលមិនដែលបានប៉ះម៉ាស៊ីនកាត់ដេរផងសំណងនៃការបំពេញកិច្ចសន្យារបស់បងទី3និងកិច្ចឈ្មោះរបស់រឿងនេះវាពិតជាគួរឲ្យចង់ភ្នាល់មែនចាប់ពីវិនាទីនេះទៅគម្រោងលក់មុនតាមបែបទីផ្សារឃ្លាននឹងចាប់ផ្ដើមជាផ្លូវការក្នុងរយៈពេល72ម៉ោងខាងមុខនេះផ្នែករចនាផ្នែកពុស្តាភានិងផ្នែកទំនាក់ទំនងសាធារណៈទាំងអស់ត្រូវស្ថិតក្រោមការបញ្ជារបស់សិននាងតែម្នាក់គត់លោកគូឲ្យខ្ញុំដែលជាប្រធាននាយកដ្ឋានទៅស្ដាប់អ្នកទាំងអស់គ្នានៅទីនេះរួមទាំងលោកដៃវិនបូផងដែរត្រូវតែសហការជាមួយការរៀបចំរបស់សិននាងដោយគ្មានលក្ខខណ្ឌអ្នកណាហ៊ានគេចវិសឬពន្យាពេលក្នុងពេលដ៏សំខាន់នេះនឹងត្រូវឲ្យលាលែងពីតំណែងភ្លាមហើយដេញចេញពីក្រុមហ៊ុនគូស៊ឺតែម្ដងបញ្ចប់ការប្រជុំជំនួយការសិនមិនបានទេ
អាវគំរូសម្រាប់បង្ហាញម៉ូដចុងក្រោយគឺខ្វះក្រណាត់សូត្រដែលមានក្បាច់លាក់នៅត្រង់ចង្កេះដើម្បីទប់ខ្វះប៉ុន្មានយ៉ាងហោចណាស់ក៏កន្លះម៉ែត្រដែរ ប្រើអានឹងទៅមិននឹងបានទៅអាវធំរបស់លោកនេះជាប្រភេទកាត់ដេរពិសេសបើកាត់វាចោលគឺខូចអស់ហើយប្រសិនបើវាអាចបំពេញចន្លោះចុងក្រោយនេះបាននោះវាបានសម្រេចតម្លៃដ៏ធំបំផុតរបស់វាហើយ លោកគូខ្ញុំនឹងមិនអោយលោកចាញ់ដាច់ខាតខ្ញុំធានាថាក្នុងកម្មវិធីបង្ហាញម៉ូដវានឹងកើនតម្លៃឡើង 10000 ដង លោកលើកនេះការលក់មុនពេលកំណត់ទទួលបានជោគជ័យខ្លាំងណាស់ផ្នែករចនាពិតជាមានស្នាដៃធំធេងណាស់ឯកសារប្រាក់រង្វាន់គម្រោងនិងរបាយការណ៍លទ្ធផលនេះខ្ញុំចុះហត្ថលេខារួចហើយលោកគ្រាន់តែចុះហត្ថលេខានៅកន្លែងអនុប្រធានទៅបានហើយ លោកនាយក3ថ្ងៃនេះពួកយើងទាំងអស់គ្នាខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃតែលោកបែរជាដេកលក់ស្រួលនៅក្នុងការិយាល័យសូម្បីតែមាត់ទ្វារបន្ទប់ផលិតក៏មិនដែលចូលផងឥឡូវមកដណ្ដើមយកស្នាដៃបែបនេះវាមើលទៅមិនសមសោះណា កុំឲ្យមុខហើយមិនចេះទទួលយកណាត្រូវដឹងខ្លួនឯងផងនាងគ្រាន់តែជាជំនួយការការិយាល័យនាយកប្រតិបត្តិដែលមានតួនាទីលើកទឹកតែប៉ុណ្ណោះកុំចេះតែវិតម្លៃខ្លួនឯងខ្ពស់ពេក ខ្ញុំពិតជាជំនួយការមែនតែជាជំនួយការដែលឆុងកាហ្វេនេះហើយដែលបង្កើតបានផលិតផលលក់ដាច់ខ្លាំងដែលលោកមិនអាចធ្វើបានក្នុងរយៈពេល3ឆ្នាំនេះហើយក៏ជាអ្នកជួយសង្គ្រោះការងាររបស់លោកដែរលោកចង់ជន់លើញើសឈាមខ្ញុំដើម្បីទៅទទួលរង្វាន់មែនទេសូមបិណ្ឌទៅចុះរបាយការណ៍នេះខ្ញុំនឹងរាយការណ៍ជូនក្រុមប្រឹក្សាភិបាលដោយផ្ទាល់តែម្ដងចាំមើលទៅ នាងពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែន ម៉ាក់ខ្ញុំកំពុងតែចង់ប្រាប់ម៉ាក់ពីដំណឹងល្អមួយក ូនប្រញាប់ត្រឡប់មកវិញមកប៉ាកូនស្រាប់តែដួលសន្លប់បាត់ទៅហើយ ម៉ាក់កុំភ័យអីប៉ាគាត់កើតអីទៅម៉ាក់កុំភ័យអីមានរឿងអីទៅប៉ាគ្រូពេទ្យថាប៉ាកូនហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរណាស់គេទើបតែចេញលិខិតប្រកាសអាសន្នកូនប្រញាប់មកភ្លាមទៅលោកគ្រូពេទ្យសូមមេត្តាជួយផងប្រើថ្នាំណាដែលល្អបំផុតទៅឲ្យតែអាចជួយប៉ាខ្ញុំបានទោះអស់លុយប៉ុន្មានក៏ខ្ញុំព្រមដែរ សាច់ញាតិសូមស្ងប់អារម្មណ៍សិនអ្នកជំងឺហូរឈាមក្នុងខួរក្បាលច្រើនពេកហើយវាស្ថិតនៅទីតាំងជ្រៅទៀតវាសង្កត់លើសរសៃប្រសាទកណ្ដាលនៃខួរក្បាលពេលនេះខ្ញុំអាចត្រឹមតែព្យាយាមរក្សាជីវិតគាត់ឲ្យបានប៉ុន្តែគាត់អាចនឹងមានគ្រោះថ្នាក់គ្រប់ពេល ម៉ាក់លោកគ្រូពេទ្យអត់មានវិធីសាស្ត្រអ្វីទៀតមែនទេ លើកលែងតែអាចអញ្ជើញសាស្ត្រាចារ្យចាងដែលជាអ្នកជំនាញផ្នែកវះកាត់ខួរក្បាលលេខ1មកបានប៉ុន្តែគាត់រវល់ខ្លាំងណាស់ឥឡូវសំបីតែរកគាត់ក៏មិនឃើញផងគុំថាឡើយឲ្យគាត់ហោះមកវះកាត់ឲ្យអ្នកណាជាសាច់ញាតិរបស់សិនជាងគូប្រញាប់រៀបចំបន្ទប់វះកាត់ភ្លាមខ្ញុំនឹងវះកាត់ដោយខ្លួនឯង គួយហ្វឺឲ្យខ្ញុំខ្លាចណាស់ កុំខ្លាចអីខ្ញុំនៅទីនេះហើយអ្វីនឹងល្អប្រសើរឡើង លោកគ្រូលោកដឹងខ្លួនវិញហើយលោកធ្វើឲ្យពួកយើងទាំងពីរអ្នកភ័យស្លន់ស្លោអស់ហើយ យំធ្វើអីខ្ញុំនេះមានជីវិតរឹងមាំណាស់កុំភ័យអីខ្ញុំមិនអីទេកំឡោះម្នាក់នេះមើលទៅពូកែណាស់នាងនេះជាសង្សារកូនមែនទេប៉ុន្មានថ្ងៃនេះគេប្រហែលជាហត់នឿយខ្លាំងហើយ ប៉ាមិនមែនទេគាត់គឺជាលោកគូជាថៅកែក្រុមហ៊ុនរបស់ពួកយើង ពូដឹងខ្លួនហើយក៏សម្រាប់ឲ្យបានច្រើនទៅក្រុមហ៊ុននៅមានប្រជុំខ្ញុំសុំទៅមុនហើយ នាងកូនប្រាប់ម៉ាក់តាមត្រង់មកគាត់គ្រាន់តែជាថៅកែកូនមែនឬមានឯណាថ្នាក់ដឹកនាំក្រុមហ៊ុនធំមកអង្គុយចាំនៅមន្ទីរពេទ្យរាល់ថ្ងៃបែបនេះហើយថែមទាំងប្រើខ្សែស្រឡាយជួយប៉ាឯងហើយគ្រូពេទ្យជំនាញដែលពិបាកហៅមកទៀតម៉ាក់គាត់ជាថៅកែពិតមែនក្រុមហ៊ុនទើបតែមានគម្រោងសំខាន់មួយដែលទទួលបានជោគជ័យលោកគាត់អាណិតបុគ្គលិកទើបគាត់ជួយបែបនេះម៉ាក់កុំចេះតែទីផ្ដេសផ្ដាស់អីត្រកូលមានឋានៈខ្ពស់ណាស់តើអាចមានទំនាក់ទំនងអ្វីជាមួយម៉ាក់បានទៅពីមុនប៉ាបានស្ដីបន្ទោសកូនខុសហើយឥឡូវមើលទៅលោកម្នាក់នេះពិតជាមនុស្សល្អដែលមានចិត្តធម៌មែនកូនឲ្យចាំកូនថែសុខភាពឲ្យជាសិនចាំយើងនាំគ្នាអញ្ជើញលោកទៅញ៉ាំបាយដើម្បីអរគុណគាត់ដែលបានជួយយើងចាស់ចាំប៉ាចេញពីមន្ទីរពេទ្យសិនចាំនិយាយគ្នាលោកមើលដៃនេះចុះហេតុអ្វីបានជាធ្ងន់ម្ល៉េះធម្មតាពេលទៅជប់លៀងក៏មិនដែលឃើញលោកផឹកច្រើនបែបនេះដែរលោកស្រវឹងហើយខ្ញុំទៅឆុងទឹកឃ្មុំឲ្យលោកផឹកណា តើកូនពិតជាគ្មានចិត្តមែនទេ អ្នកថាអីណា នៅក្នុងបន្ទប់អ្នកជំងឺនឹងអ្នកប្រញាប់កាត់ផ្ដាច់ទំនាក់ទំនងលឿនម្លេះខ្ញុំធ្វើឲ្យអ្នកខ្មាស់គេខ្លាំងម្លេះឬតើតែខ្ញុំស្រវឹងបានអ្នកហ៊ានចូលមកចិត្តខ្ញុំបែបនេះရှင်းណែនឲ្យខ្ញុំស្រឡាញ់អ្នកកុំគេចមុខពីខ្ញុំទៀតអី លោកប្រធានកាលោកប្រធានកនេះជាការវិភាគសម្រាប់ថ្ងៃនេះ ដាក់នៅនឹងទៅ លោកប្រធានករឿងការពីយប់មិញនៅមាត់ទ្វារផ្ទះលោក យប់មិញខ្ញុំស្រវឹងខ្លាំងពេកក៏ដាច់បាត់ស្មារតីទៅខ្ញុំនឹងឲ្យតែស្រវឹងគឺចូលចិត្តនិយាយរឿងមិនពិតខ្ញុំមិនបានធ្វើអ្វីហួសហេតុដាក់អ្នកទេមែនទេ អត់ទេលោកអត់មានទេយប់មិញលោកចូលមកដល់ភ្លាមក៏ដួលដេកលើសាឡុងបាត់ទៅមិនបាននិយាយអ្វីទាំងអស់ អញ្ចឹងទេហ៎អញ្ចឹងក៏ល្អដែរយកអបាយការកញ្ញាប្រាក់ចំណេញត្រីមាសទី2ទៅឲ្យផ្នែកហិរញ្ញវត្ថុទៅលោកជុងបើគ្មានការអីទេចេញទៅវិញទៅ ចាស់លោកគូខ្ញុំចេញទៅភ្លាម
កុំមកធ្វើជាបាត់បង់ការចងចាំអីលើកនេះចប់ហើយគេសារភាពស្នេហ៍បាត់ទៅហើយ ឲ្យមិនបានញ៉ាំឆ្អឹងជំនីជូរអែមទេត្រូវមកញ៉ាំមីកញ្ចប់ទៀតខ្ញុំចង់ក្អួតហើយ លោកនេះគឺអ្នកចុងភៅថ្មីនៅផ្ទះនេះមិនសូវឆ្លាតទេដៃឪធ្វើលើមួយចានបោះចោលក៏ស្ដាយដែរលោកជួយដោះស្រាយផងខ្ញុំមិនញ៉ាំអាហារសទេ លោកចុះអ្នកចុងភៅផ្ទះលោកមិនក៏ដឹងចិត្តខ្ញុំច្បាស់ម្លេះ កញ្ញាញ៉ាំបាយទៅកុំនិយាយច្រើនពេកអ្នកទាំងអស់គ្នាឈប់ធ្វើការសិនលោកអាណិតអ្នកទាំងអស់គ្នាដែលធ្វើការថែមម៉ោងហត់នឿយទើបគាត់កំងតែពេលរសៀលមកជូន ព្រះអើយខាងនេះពិបាកតម្រង់ជួនណាស់នំខេកមួយដុំក៏ជាង100ដែរលោកពិតជាអស្ចារ្យមែន ជំនួយការនេះគឺលោកកំងផ្ដាំមកគាត់ដឹងថាអ្នកចូលចិត្តនំរោលផ្កាកុលាបរសជាតិអំបិលសមុទ្រលីជីរបស់ហាងនេះណាមួយថ្ងៃគេលក់តែ10ប្រអប់ទេនេះគឺជាប្រអប់តែមួយគត់ដែលលោកឲ្យគេទៅតម្រង់ជួទិញមកជូនអ្នក លោកគាត់ចង់ធ្វើអីឲ្យប្រកបទៅសុំទោស ក្រុមហ៊ុននេះលាក់បាំងស្រីស្អាតបែបនេះសោះខ្ញុំឈ្មោះឈីនយូមកពីក្រុមហ៊ុនឈឹងជៀនស្រីស្អាតបន្ថែមវីឆាតបន្តិចមក សុំទោសលោកឈិនឥឡូវជាម៉ោងធ្វើការខ្ញុំមិនបន្ថែមវិឆាតផ្ទាល់ខ្លួនទេ ចាំបន្តិចបើមិនបន្ថែមវីឆាតក៏បានដែរចុះឆ្លើយសំណួរខ្ញុំមួយមកសិននាងតើអ្នកមានសង្សារឬនៅ អត់មានទេ អត់មានសង្សារគឺល្អហើយចាប់ពីថ្ងៃនេះទៅខ្ញុំឈីនយូនឹងចាប់ផ្ដើមតាមចែចង់សិននាងយ៉ាងពេញទំហឹង ជានឹងឲ្យនេះជាអាហារពេលព្រឹកដែលខ្ញុំបានកំងឲ្យចុងភៅលំដាប់កាយ Michelin ធ្វើតាមរសជាតិរបស់អ្នកមិនថាអ្នកព្រមទទួលឬអត់ខ្ញុំនឹងតាមចែចង់អ្នកឲ្យបាន លោកខេនខ្ញុំទទួលយកទឹកចិត្តរបស់អ្នកហើយប៉ុន្តែខ្ញុំញ៉ាំរួចហើយពិតមែន បើអ្នកមិនព្រមទេខ្ញុំនឹងមកជារៀងរាល់ថ្ងៃយ៉ាងណាក៏ដោយខាងមុខនេះក្រុមហ៊ុន Shenzhen នឹងមានការសហការយ៉ាងស៊ីជម្រៅជាមួយក្រុមហ៊ុនរបស់អ្នកក្នុងរយៈពេលយូរខ្ញុំនឹងមកជួបអ្នកញឹកញាប់រហូតដល់អ្នកងក់ក្បាលព្រមធ្វើជាសង្សារខ្ញុំ លោកខេនការងារគឺការងាររឿងផ្ទាល់ខ្លួនគឺរឿងផ្ទាល់ខ្លួនខ្ញុំនៅមានឯកសារច្រើនត្រូវដោះស្រាយសូមអនុញ្ញាតឲ្យខ្ញុំទៅមុនហើយ អ្នកប្រាប់ខេនយាថាអ្នកអត់មានសង្សារតើអ្នកចង់ប្រាប់គាត់ថាគាត់មានឱកាសតាមចែចង់អ្នកមែនទេ ចុះលោកវិញមានសង្សារនៅ អត់មានទេ ចុះលោកកំពុងរំលឹកខ្ញុំថាខ្ញុំអាចតាមចែចង់លោកបានមែនទេ មិនមែនទេគឺខ្ញុំកំពុងតាមចែចង់អ្នក លោកជាប្រធានក្រុមហ៊ុនចំណែកខ្ញុំគ្រាន់តែជាជំនួយការតូចតាចម្នាក់ប៉ុណ្ណោះឋានៈយើងខុសគ្នាឆ្ងាយណាស់បើតាក់ទងគ្នាបើកចំហដំណឹងអកុសលក្នុងក្រុមហ៊ុននឹងធ្វើឲ្យខ្ញុំដកដង្ហើមមិនរួចឡើយ រាល់ឧបសគ្គនិងពាក្យសម្ដីអាក្រក់ទាំងឡាយខ្ញុំនឹងដោះស្រាយវាទាំងអស់មិនឲ្យអ្នកត្រូវរងទុក្ខបន្តិចឡើយអ្នកគ្រាន់តែញកក្បាលយល់ព្រមទៅបានហើយ ខ្ញុំអាចយល់ព្រមតាមអ្នកបានប៉ុន្តែយើងត្រូវតែលួចតាក់ទងគ្នានៅកន្លែងធ្វើការយើងគ្រាន់តែជាថ្នាក់លើនិងថ្នាក់ក្រោមប៉ុណ្ណោះហាមដាច់ខាតកុំឲ្យអ្នកណាម្នាក់ដឹងឲ្យសោះ លួចតាក់ទងគ្នាខ្ញុំគូយ៉ាងជឿស្រឡាញ់គ្នាសោះហេតុអ្វីត្រូវលាក់លៀមបែបនេះ បើអ្នកមិនយល់ព្រមទេអីចឹងយើងបញ្ចប់ត្រឹមនឹងទៅ នាង បើអ្នកមិនយល់ព្រមទេអីចឹងយើងបញ្ចប់ត្រឹមនឹងទៅ បានតាមចិត្តអ្នកចុះលួចតាក់ទងគ្នាក៏បាន លោកគូអ្នកទៅមុនទៅខ្ញុំចាំបន្តិចទៀតចាំ10នាទីទៀតចាំខ្ញុំឡើងទៅ ជំនួយការសិននេះជាលើកទី3ហើយក្នុងសប្តាហ៍នេះដែលយើងត្រូវបែកគ្នាដើរទៅបែបនេះយើងកំពុងស្រឡាញ់គ្នាណាមិនមែនកំពុងធ្វើការងារចាស់កម្មទេ ប្រយ័ត្នប្រយែងទៅល្អធ្វើជាគូស្នេហ៍លួចលាក់ក៏ត្រូវតែមានក្រុមសិលធម៌វិជ្ជាជីវៈនៃការលួចលាក់ដែរ គូយ៉ាងឈឺអ្នកឈួតមែនទេមានកាមេរ៉ាសុវត្ថិភាពណាលោកគូយ៉ាងស៊ីលោកឈួតហើយមានកាមេរ៉ាសុវត្ថិភាពណា កន្លែងនេះជាចំណុចងឹតកាមេរ៉ាមិនអាចថតចប់ទេបើកាត់បន្ថយពីភាគ10ទៀតខ្ញុំមិនជំពាក់លុយអ្នកណាទេ មានមនុស្សលោកគូលោកក៏ជិះជណ្ដើរយន្តនេះដែរ ជំនួយការសិនមុខអ្នកឯងមិនក៏ក្រហមម្លេះក្នុងជណ្ដើរយន្តនេះក្តៅខ្លាំងមែនទេ អូបាត់ចាស់មែនហើយវាហប់បន្តិចខ្វះអុកស៊ីសែនណឡែ ជំនួយការសិនបន្តិចទៀតមកការិយាល័យខ្ញុំមកធ្វើរបាយការណ៍ពីដំណោះស្រាយបញ្ហាខ្វះអុកស៊ីសែននេះផង លោកគូយ៉ាងស៊ីកុំលេងសាច់អី
លោកនាយកក៏មានរឿងធំហើយ Jay Wangbo បានដឹកនាំក្រុមការងារ Snow ទាំង5នាក់នៃផ្នែករចនាសម្រាប់ចិត្តលាលែងពីតំណែងហើយគេទៅចូលរួមជាមួយក្រុមហ៊ុនគូប្រជែង Chenya Group បាត់ទៅហើយពួកគេសុខចិត្តបង់ប្រាក់ពីនៃកិច្ចសន្យាទៀតផងខណៈដែលកម្មវិធីបង្ហាញម៉ូដប្រចាំឆ្នាំនឹងចាប់ផ្ដើមនៅសប្តាហ៍ក្រោយនេះហើយ លោកនាយកក៏មិនមែនត្រឹមតែពួកគេលួចយកមនុស្សទៅទេតែម៉ូដសំខាន់និងប្លង់រចនាដែល Jay Wangbo បានដាក់ជូនកន្លងមកគឺមានភាពស្រដៀងគ្នាដល់ទៅ90ឯណោះឥឡូវនេះនៅលើបណ្ដាញសង្គមគេកំពុងតែវាយប្រហារយើងខ្លាំងណាស់គេថាពួកយើងអស់សមត្ថភាពហើយថែមទាំងចោទថាពួកយើងលួចចម្លងគេទៀត ខ្ញុំស្នើឲ្យលោកចោលកម្មវិធីបង្ហាញម៉ូដប្រចាំឆ្នាំភ្លាមហើយចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈបើនៅតែបន្តធ្វើកម្មវិធីនេះទៀតមានតែធ្វើឲ្យខ្លួនឯងអាម៉ាស់មុខប៉ុណ្ណោះ កម្មវិធីនេះលោកចោលមិនបានទេបើយើងដកថយពេលនេះឈ្មោះថាជាអ្នកលួចចម្លងនឹងជាប់ជំពាក់នឹងយើងរហូតមិនអាចលៀងជំរះបានឡើយ ទីនេះមានកន្លែងឲ្យអ្នកនិយាយដែរឬ នេះគឺជាសេចក្តីព្រាងការងារដែលខ្ញុំបានប្រមូលផ្ដុំអស់រយៈពេល2ឆ្នាំមកនេះវាខុសគ្នាទាំងស្រុងពីស្ទីលរបស់ Jay Wangbo សូមឲ្យពេលខ្ញុំ3ថ្ងៃខ្ញុំនឹងដឹកនាំក្រុមការងាររចនាម៉ូដថ្មីសម្រាប់កម្មវិធីនេះឲ្យទាន់ពេលវេលា ឬមិនសមហេតុផលតើអ្នកយកអ្វីមកធានា ខ្ញុំយកតំណែង CEO របស់ខ្ញុំជាការធានាចាប់ពីពេលនេះទៅ Shannon នឹងធ្វើជាប្រធានផ្នែករចនាបណ្ដោះអាសន្នបើកម្មវិធីនេះបរាជ័យខ្ញុំនឹងលាលែងពីតំណែងភ្លាម ឈួតមែនហើយគ្រាន់តែស្រីក្មេងម្នាក់សោះបែរជាយកការងារទាំងមូលមកលេងសាច់បែបនេះត្រូវកាត់ដេកឈុតសម្រាប់កម្មវិធីធំក្នុងរយៈពេលតែ3ថ្ងៃតើឯងដឹងទេថាការងារដែលឯងទើបតែទទួលយកនឹងវាធ្ងន់ធ្ងរប៉ុណ្ណា ខ្ញុំដឹងវាជាការងារដែលមិនអាចទៅរួចទេប៉ុន្តែលោកហ៊ានយកតំណែង CEO មកធានាឲ្យខ្ញុំបែបនេះលោកមិនខ្លាចថាខ្ញុំធ្វើខូចការហើយលោកត្រូវគេដេញចេញពីតំណែងទេ ក្នុងពេលដែលឯងហ៊ានយកកម្លាំងចិត្ត2ឆ្នាំមកលេងល្បែងនេះខ្ញុំក៏ហ៊ានលះបង់គ្រប់យ៉ាងដើម្បីគ្រប់គ្រងឯងដែរធ្វើទៅកុំបារម្ភបើមានបញ្ហាអ្វីចាំខ្ញុំជាអ្នករ៉ាប់រងឲ្យឯង កម្មវិធីធំមួយនេះខ្ញុំនឹងមិនឲ្យខូចឈ្មោះជាដាច់ខាតហើយក៏មិនឲ្យលោកចាញ់ដែរលោកនាយករោងចក្រថ្ងៃខាងស្អែកនេះជាថ្ងៃបង្ហាញម៉ូដហើយតែលោកបែរជាមកប្រាប់ខ្ញុំថាម៉ាស៊ីនបោះពុម្ពនិងម៉ាស៊ីនកាត់ក្រណាត់ខូចទាំងមេភ្លាមបែបនេះតើវាអាចទៅរួចយ៉ាងម៉េច លោកស្រីសិនម៉ាស៊ីនខូចខ្ញុំក៏មិនដឹងធ្វើម៉េចដែរយ៉ាងហោចណាស់ក៏ត្រូវចំណាយពេល1សប្តាហ៍ដើម្បីជួសជុលដែរដូច្នេះការដឹកជញ្ជូន មនុស្សអាក្រក់នេះច្បាស់ជាមានរឿងមិនប្រក្រតីហើយ មានរឿងអីមែនទេរោងចក្រ លោកនាយករោងចក្រប្រាប់ថាម៉ាស៊ីនខូចទាំងអស់ហើយត្រូវផ្អាកការងារបើគ្មានខោអាវគំរូទេការបង្ហាញម៉ូដនឹងត្រូវបរាជ័យហើយកិច្ចឈ្មោះរបស់ក្រុមហ៊ុនគូនិងខ្ញុំនឹងត្រូវបំផ្លាញអស់ហើយក ុំភ័យអីប្រកល់រឿងនេះឲ្យខ្ញុំចុះលោកចៅជួយសម្អាតខ្សែសង្វាក់ផលិតកម្មនៅរោងចក្រសាខាណានឈឹងរបស់អ្នកឲ្យអស់មកយប់នេះខ្ញុំនឹងផ្ញើការបញ្ជាទិញបន្ទាន់មួយទៅឲ្យអ្នកកម្មករទាំងអស់នឹងទទួលបានប្រាក់ខែ3ដងចាប់ដើមធ្វើការភ្លាមទៅរោងចក្រដោះស្រាយរួចរាល់ហើយឥឡូវនេះអ្នកនាំអង្គរៈរបស់ខ្ញុំទៅរោងចក្រដើមហើយដឹកជញ្ជូនក្រណាត់ទាំងអស់ទៅណានឈឹងនៅយប់នេះតែម្ដង ល្អណាស់ឲ្យតែមានរោងចក្រទទួលធ្វើខ្ញុំនឹងអាចដេកខោអាវទាំងនោះឲ្យទាន់ពេលវេលា អ្នកកុំបារម្ភអីខ្ញុំបានដកកុងតាក់មេចេញអស់ហើយទោះបីជាខាងក្រុមហ៊ុនគូគេប្រញាប់ស្លាប់ក៏ដោយក៏គេមិនអាចយកខោអាវបានសំបីតែមួយឈុតដែរ យកលុយពីការនិទានរឿងតែបែរជាលួចលុយខ្មៅពីផ្កាយរះទៅវិញលោកនាយករឿងគិតគូរផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកនឹងឬដល់កណ្ដាលក្រុងឯណោះ លោកស្រីនាយកសិនតើលោកស្រីមកទីនេះធ្វើអ្វី ចាប់បានទាំងមនុស្សទាំងផុសតាំងហើយនាំខ្លួនទាំងមនុស្សទាំងលុយនឹងទៅប្រគល់ឲ្យក្រុមស៊ើបអង្កេតភ្លាមទៅ ព្រះអើយរចនាសម្ព័ន្ធដែលបំបែកច្បាប់ទម្លាប់បែបនេះតើវាអាចទៅរួចយ៉ាងម៉េចទៅក្នុងរយៈពេល3ថ្ងៃតើធ្វើឲ្យចេញជារូបរាងបានដោយរបៀបណា លោកឲ្យខ្ញុំមានអារម្មណ៍ថាដូចជាមិនទាន់ជន់ដីពិតប្រាកដសោះមិញពេលបញ្ចប់កម្មវិធីឬសំឡេងទះដៃពីក្រោមឆាកជើងខ្ញុំញ័រអស់ហើយ ញ័រអីមិញពេលនាងនៅលើឆាកដូចជាស្ដេចដែលកំពុងបញ្ចេញពន្លឺអញ្ចឹងញ៉ែនឲ្យយប់នេះកម្មវិធីបង្ហាញម៉ូដជោគជ័យខ្លាំងណាស់តម្លៃភាគហ៊ុនរបស់ Gashi ក៏រក្សាបានដែរឈ្មោះរបស់នាងក៏នឹងល្បីរន្ទឺពេញពិភពម៉ូដទាំងមូលដែរ ទាំងអស់នេះត្រូវអរគុណលោកដែលព្រមយកតំណែង CEO មកលេងសើចជាមួយខ្ញុំ ក្នុងពេលដែលវិបត្តិត្រូវបានដោះស្រាយហើយយើងក៏គួរតែនិយាយរឿងផ្ទាល់ខ្លួនខ្លះដែរ រឿងផ្ទាល់ខ្លួនណា ខ្ញុំមិនចង់លាក់បាំងរឿងស្នេហាយើងទៀតទេយប់ស្អែកក្នុងពិធីជប់លៀងអបអរសាទរខ្ញុំនឹងណែនាំនាងទៅកាន់មនុស្សគ្រប់គ្នាជាផ្លូវការមិនមែនក្នុងនាមជាប្រធានផ្នែកទេតែជាគូដណ្ដឹងរបស់ខ្ញុំ បានលែងលាក់បាំងទៀតហើយស្អែកនេះយើងនឹងប្រជុំមុខជាមួយគ្នា កម្មវិធីបង្ហាញម៉ូដលើកនេះយើងមិនត្រឹមតែបំបែកអបាយករបស់គូប្រជែងប៉ុណ្ណោះទេថែមទាំងបង្កើតកំណត់ត្រាលក់ខ្ពស់បំផុតក្នុងរយៈពេល3ឆ្នាំរបស់ Gashi ទៀតផងទាំងអស់នេះគឺត្រូវអរគុណដល់មនុស្សម្នាក់ខ្ញុំសូមប្រកាសជាផ្លូវការនៅទីនេះថានឹងចូលកាន់តំណែងជាអ្នករចនានៃក្រុមហ៊ុន Gashi មិនមែនជាការងារផ្លូវការទេក្រៅពីរឿងការងារថ្ងៃនេះខ្ញុំចង់ឆ្លៀតឱកាសនេះប្រកាសរឿងផ្ទាល់ខ្លួនមួយកញ្ញាសិននានដែលនៅក្បែរខ្ញុំនេះគឺខ្ញុំជួលមកសម្ដែងទេ ហាចាំបន្តិចសិន ម៉ាក់តាម៉ាក់មកទីនេះធ្វើអី បើម៉ាក់មិនមកទេម្លេះរឿងរ៉ាវទាំងអស់នេះមិនត្រូវគេបង្វិលខុសពីការពិតអស់ហើយទេ ជំរាបសួរលោកស្រីប្រធាន យានឈីកូនតែងតាំងនាងធ្វើជាប្រធានផ្នែកដើម្បីសម្រួលចិត្តបុគ្គលិកម៉ាក់អាចមិនខ្វល់បានប៉ុន្តែតំណែងជាកូនប្រសារតកូគូមិនមែនអ្នកណាក៏អាចចង់បានតាមចិត្តនោះទេ
អ្នកមីងកុំខឹងអីគឺបងស៊ីប្រហែលជាគ្រាន់តែត្រូវគេបិទបាំងភ្នែកមួយពេលប៉ុណ្ណោះ អ្នកទាំងអស់គ្នាដោយសារថ្ងៃនេះមានអ្នកសារព័ត៌មាននៅទីនេះខ្ញុំសូមប្រកាសដំណឹងល្អមួយក្រុមហ៊ុនគូស៊ឺគ្រប់របស់យើងនឹងរៀបចំពិធីភ្ជាប់ពាក្យនៅខែក្រោយជាមួយកូនស្រីត្រកូលសុងដែលជាធនាគារវិនិយោគលំដាប់កំពូលនៅ Wall Street ចូលស្គាល់ពីឋានៈខ្លួនឯងឲ្យច្បាស់ក្អែកមិនអាចក្លាយជាហង្សបានឡើយឯងធ្វើស្អីហ្នឹង រឿងរ៉ាវអាចមានថ្ងៃនេះគឺអាស្រ័យលើសមត្ថភាពមិនចាំបាច់យកអាពាហ៍ពិពាហ៍របស់ខ្ញុំទៅដោះដូរយកផលប្រយោជន៍អ្វីឡើយ Shengen មិនត្រឹមតែជាអ្នកមានគុណដែលជួយសង្គ្រោះកម្មវិធីបង្ហាញម៉ូដប៉ុណ្ណោះទេថែមទាំងជាមិត្តស្រីស្របច្បាប់តែម្នាក់គត់ដែលខ្ញុំគេយ៉ាងសេះទទួលស្គាល់ពេញមួយជីវិតនេះអ្នកណាហ៊ានប៉ះពាល់នាងគឺចង់រកើងជាមួយខ្ញុំគេយ៉ាងសេះហើយ Shengen មកតាមខ្ញុំទៅខាងក្រៅ Shengen កុំស្មានថាគ្រាន់តែគេជួយដោះស្រាយបញ្ហាឲ្យបន្តិចបន្តួចឯងអាចអង្គុយតំណែងជាកូនប្រសារតកូលគេបានស្រួលឲ្យសោះមន់ព្រៃទោះបីជាចូលទៅក្នុងហ្វុងហងក៏មិនអាចលាក់បាំងក្លិនក្រីក្រដែលជាប់ខ្លួនឯងបានដែរនឹងហើយយាយឯងមើលនាងស្លៀកពាក់អីហ្នឹងដូចរបស់អនម៉ាក់យីហោក៏គ្មានផងមិនមែនជួលមកពីផ្សារលក់ដុំណាទេមែនទេអាវដែលខ្ញុំស្លៀកនេះគឺជារបស់ហាងកាត់ដេរនៅ Maryland ប្រទេសបារាំងជាការកាត់ដេរដោយដៃសុទ្ធពីអ្នករចនាម៉ូដលំដាប់កំពូលតម្លៃ2លានគ្រាប់ពេជ្រតូចនៅលើនេះគឺគ្រប់គ្រាន់ឲ្យឯងធ្វើការ10ឆ្នាំមិនទាន់បានផងឯងប្រហែលជាគ្មានថ្ងៃបានស្លៀកវាពេញមួយជីវិតនេះទេ2លាននាងសុងអ្នកត្រូវគេបោកហើយឯងនិយាយស្អីហ្នឹងនាងឯងហ្នឹងសំបីតែម៉ាក់យីហោគេក៏មិនស្គាល់ផងអាស្រុកស្រែឲ្យចេះដឹងអីពីរឿងរបស់ថ្លៃហ្នឹងទី1របស់ដែលគេហៅថាកាត់ដេរតាមខ្នាតពិតប្រាកដហ្នឹងគឺគេផ្ដោតសំខាន់ទៅលើមាសត្រមាសដែលត្រូវនឹងរាងកាយមនុស្សឥតខ្ចោះមើលចង្កេះនាងឯងចុះធ្នេដេចូលនឹងវាខុសអស់2មីលីម៉ែត្រហើយធ្វើឲ្យក្រណាត់ត្រង់ពោះវាជ្រីវជ្រួញបន្តិចបន្តួចមើលទៅនាងឯងហើមិនមិនដឹងជាងកាត់ដេរលំដាប់កំពូលគេមិនដែលធ្វើខុសរឿងតូចតាចបែបនេះទេណានាងកុំមកធ្វើជាចេះដឹងនៅទីនេះអីហើយដោយសារតែទំហំខ្លួននាងវាមិនត្រូវទើបត្រូវជាងកាត់ដេរថ្នាក់ទី3ក្នុងស្រុកយកទៅកែច្នៃឡើងខូចអស់រលីងបែបនេះស្លាប់ហើយត្រង់ជង្គង់នឹងដូចជាកែពិតមែនធ្នេដេមើលទៅមិនស្មើគ្នាតតែសោះយកអាវដែលគេកែខូចហើយម៉ាក់ហ៊ូសម័យមកអួតនៅមុខនាយកផ្នែករចនាដូចខ្ញុំនឹងកញ្ញាសុងតើអ្នកណាទៅដែលកំពុងតែធ្វើឲ្យខ្លួនឯងអាម៉ាស់មុខនោះទី2ស្មាអាវនេះគេប្រើតែជ័ររឹងថោកមកទ្របទេមិនមែនប្រើរោមសេះដេដោយដៃដែលជាចំណុចពិសេសរបស់ម៉ាក់នេះឡើយរបស់ដែលនាងពាក់នឹងមិនមែនជារបស់ថ្លៃកប់ពុកអីទេវាគ្រាន់តែជាអាវដែលគេបោះចោលពីកម្មវិធីបង្ហាញម៉ូដកាលពីឆ្នាំមុនប៉ុណ្ណោះសមត្ថភាពប្រយុទ្ធខ្លាំងមែនទែនណាលោកស្រីសិនខ្ញុំទើបតែគិតថាចង់មកជួយសង្គ្រោះសម្រាប់បន្តិចតែមើលទៅខ្ញុំគិតច្រើនពេកហើយគ្រាន់តែដោះស្រាយរឿងក្រុមកណេខ្លាំងៗមួយនេះសោះក៏ត្រូវដល់ថ្នាក់លោកហ្វាននិងលោកគូចុះមកដោះស្រាយដោយផ្ទាល់ដែរមិនចាំបាច់ដល់ថ្នាក់នឹងទេធ្វើបានល្អណាស់ជំនាញវិជ្ជាជីវៈរបស់លោកស្រីគូពិតជាធ្វើឲ្យគេកោតសរសើរមែនសិននាងឯងពិតជាគ្មានសិលធម៌មែនជាយីគឺជាភ្ញៀវកិត្តិយសរបស់ត្រកូលគូយើងឯងជាអ្នកណាបានជាហ៊ានមកប្រមាថនាងនៅចំពោះមុខមនុស្សម្នាដូចនេះនេះគឺជាការអប់រំរបស់ឯងហ្នឹងម៉ាក់កុំបន្ទោសកញ្ញាសិនអីប្រហែលជាខ្ញុំមិនប្រយ័ត្នស្លៀកពាក់ខុសទើបធ្វើឲ្យកញ្ញាសិនមិនពេញចិត្តម៉ាក់បើម៉ាក់ចង់និយាយពីរឿងអប់រំម៉ាក់គួរតែសួរកញ្ញាសុងសិនទៅថាតើនរណាជាអ្នករត់ទៅបង្ករឿងនឹងឌឺដងដាក់សិនមានមុនគេត្រូវគេបោកអាក្រាតហើយនៅហ៊ានមកចោទប្រកាន់គេទៀតខ្ញុំថាអ្នកដែលខ្វះការអប់រំគឺវានឹងឯងដើម្បីតែស្រីម្នាក់នេះដល់ថ្នាក់ហ៊ានប្រកែកជាមួយម៉ាក់ទៀតមែនទេល្អណាស់ពួកឯងទាំងពីរនាក់ឥឡូវនេះតាមខ្ញុំទៅបន្ទប់សម្រាប់ភ្លាមឯងតាមខ្ញុំមករោចៃកុំខ្លាចអីនេះគឺជាតែដាហុងផៅដែលដុះចេញពីដើមមេនៅភ្នំវូអ៊ីយ៉ានឈឺអូនធ្លាប់តែញ៉ាំតែប្រភេទនេះតាំងពីតូចអណ្ដាតអូនរើសខ្លាំងណាស់ម៉ាក់តែឲ្យតែញ៉ាំទៅមានរសជាតិផ្អែមនៅបំពង់គឺតែល្អហើយមិនចាំបាច់ទៅរើសអាំងអីខ្លាំងពេកទេតែព្រៃដែលដុះតាមភ្នំធម្មតាទោះបីជាមានសំណាងបានដាក់ក្នុងកំសៀវដេកសាច់ពណ៌ស្វាយដ៏មានតម្លៃនេះក៏ដោយក៏វានឹងធ្វើឲ្យខូចតែមួយកំសៀវនេះដែរយ៉ានឈឺអូនថាត្រូវទេកញ្ញាសិនសាក់ញ៉ាំមើលតែប្រភេទនេះត្រូវតែដាក់ក្នុងកំសៀវដេកសាច់ដ៏ល្អបំផុតហើយត្រូវប្រើទឹកកកពីលើភ្នំដែលរលីមកបើខុសសីតុណ្ហភាពតែមួយដឺក្រេរសជាតិថ្លៃថ្នូររបស់វានឹងបាត់បង់អស់ហើយពិតជាតែល្អមែនតែអីក៏ដោយមនុស្សអីក៏ដោយសំខាន់គឺត្រូវតែស័ក្តិសមនឹងគ្នាពួកយើងមកទីនេះគ្រាន់តែចង់និយាយពាក្យសម្ដីឌឺដងបែបនេះមែនទេបើអញ្ចឹងតែនេះមិនផឹកក៏បានដែរនាងមិនមែនជាតែធម្មតាទេនាងគឺជាអ្នកគ្រប់គ្រងដែលមិនអាចខ្វះបានក្នុងរឿងនេះហើយក៏ជាអនាគតភរិយារបស់ខ្ញុំដែរយ៉ានស៊ឺអូនចេញទៅក្រៅសិនទៅបងមានរឿងខ្លះចង់និយាយជាមួយកញ្ញាសិនដោយឡែកបាទលោកគូលោកចេញទៅរងចាំខាងក្រៅសិនទៅមានរឿងខ្លះខ្ញុំក៏ចង់និយាយជាមួយលោកប្រធានឲ្យច្បាស់នៅចំពោះមុខដែរកញ្ញាសិនយ៉ានស៊ឺវាគ្រាន់តែវង្វេងវង្វាន់នឹងសម្រាប់កញ្ញាទើបធ្វើរឿងឈួតបែបនេះខ្ញុំយល់បានប៉ុន្តែប្រពន្ធរបស់គេត្រូវតែជាមនុស្សដែលអាចរួមសុខរួមទុក្ខជាមួយគេបានមិនមែនជាមនុស្សដូចកញ្ញាទេលោកប្រធានលោកមើលស្រាលខ្ញុំពេកហើយក៏មើលស្រាលគូយ៉ានស៊ឺពេកដែរ
កញ្ញាចង់មានន័យថាម៉េច បើមិនគ្រប់គ្រាន់ទេខ្ញុំនឹងបង្កើតសមិទ្ធផលរបស់ខ្ញុំដោយខ្លួនឯងហើយខ្ញុំនឹងចូលនៅចំណុចកំពូលនៃវិស័យនេះតែលោកយល់ច្រឡំមួយចំណុចហើយដែលខ្ញុំធ្វើបែបនេះមិនមែនដើម្បីបង្ហាញឲ្យអ្នកណាម្នាក់ឃើញថាខ្ញុំស័ក្តិសមនឹងអ្នកណានោះទេតែព្រោះតែខ្លួនខ្ញុំផ្ទាល់មានសមត្ថភាពគ្រប់គ្រាន់គូយ៉ានស៊ឺស្រឡាញ់ខ្ញុំព្រោះខ្ញុំមានតម្លៃមិនមែនព្រោះតែខ្ញុំត្រូវតាមស្តង់ដាររៀបការរបស់តកូលគូរបស់លោកនោះទេលោកគូនេះគឺជាលិខិតលាលែងពីតំណែងរបស់ខ្ញុំ ដោយសារតែម៉ាក់ខ្ញុំបានទៅរកអ្នកកាលពីម្សិលមិញបើជារឿងគាត់អ្នកមិនបាច់ខ្វល់ទេខ្ញុំនឹងដោះស្រាយវាឲ្យ មិនមែនសុទ្ធតែដោយសារលោកប្រធានទេយ៉ានស៊ឺឲ្យតែខ្ញុំនៅជាប់ឈ្មោះជាបុគ្គលិកក្រុមហ៊ុនគូមិនថាថ្ងៃក្រោយខ្ញុំរចនាបានស្នាដៃល្អប៉ុណ្ណាឬទទួលបានពានរង្វាន់ធំប៉ុណ្ណាទេក្នុងក្រសែភ្នែកអ្នកខាងក្រៅខ្ញុំក៏នៅតែជារបស់របរដែរអាស្រ័យលើលោកគូដើម្បីឡើងតំណែងដែរខ្ញុំមិនខ្លាចពាក្យចាំអារ៉ាមទេប៉ុន្តែខ្ញុំមិនអាចទ្រាំបានទេដែលក្តីស្រមៃរបស់ខ្ញុំត្រូវបានដើមទុននឹងមិត្តសាធារណៈជន់ឈ្លីខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាពេលឃើញសម្លៀកបំពាក់របស់ខ្ញុំនឹកឃើញដល់អ្នករចនាម៉ូដសិននាមជាមុនសិនមិនមែនគ្រាន់តែជាសង្សាររបស់គូយ៉ានស៊ឺនោះទេបើអ្នកមានគម្រោងរបស់ខ្លួនឯងហើយចឹងក៏ធ្វើទៅកុំខ្លាចអី អ្នកមិនខាត់ខ្ញុំទេហ៎ ហេតុអ្វីបានជាខាត់ខ្ញុំស្រីដែលខ្ញុំគូយ៉ានចិនពេញចិត្តមិនមែនជាសត្វស្លាបដែលចិញ្ចឹមក្នុងទ្រុងនេះទេតែជាឥន្ទ្រីដែលកើតមកដើម្បីហោះហើរលើមេឃខ្ពស់ទៅធ្វើវាទៅបង្ហាញឲ្យគ្រប់គ្នាឃើញថាថ្ងៃណាមួយអ្នកនឹងទៅដល់មេឃដែលធំទូលាយជាងនេះ Model 3D សម្រាប់ផលិតផលសំខាន់របស់យើងទីបំផុតធ្វើរួចហើយ អត់ងួយពីយប់ជាប់គ្នាឆ្អឹងឆ្អែងខ្ញុំចង់បាក់អស់ហើយតែឃើញលទ្ធផលបែបនេះក៏សមនឹងការនឿយហត់ដែរអ្នកទាំងអស់គ្នាហត់ហើយយប់នេះគុំនៅអត់ងួយទៀតអីព្រឹកស្អែកយើងនឹងដាក់ប្រព័ន្ធប្រកួតចម្រុះលោកសិនខ្ញុំសុំទោសផងមនុស្សស្លាប់ព្រោះលុយសត្វស្លាប់ព្រោះចំណីលោកឲ្យយើងប្រញាប់ឡើងទូកទៅដាក់ពាក្យរួចរាល់ហើយអ្នកទាំងអស់គ្នាអាចធូរចិត្តបានហើយចាស់ខ្ញុំនឹងចូលប្រព័ន្ធឥឡូវនេះឯងមិនមែនជាគ្រោះថ្នាក់ទេគឺមានអ្នកលួចធ្វើអីមួយហើយអ្វីណាចុះឯកសាររចនារបស់យើងវិញការធ្វើសម្ការកម្មលើពុកត្រូវបានបិទការពីយប់មិញសូម្បីតែប្រវត្តិរក្សាទុកក៏ត្រូវបានលុបចោលអស់លីងមិនក៏ទៅជាបែបនេះលោកឲ្យពេលចេញទៅការពីយប់មិញនៅល្អសោះឬមួយក៏មានចោលចូលកម្លាំងចិត្ត3ខែរបស់យើងគឺចប់អស់ហើយឥឡូវម៉ោង10ព្រឹកហើយនៅសល់តែ5ម៉ោងទៀតប៉ុណ្ណោះដល់ពេលកំណត់ដាក់ពាក្យទេវតាក៏ជួយមិនទាន់ដែរនេះជាឱកាសតែមួយគត់សម្រាប់ម៉ាកយីហោរបស់យើងក្នុងការងើបមុខឡើងវិញប្តឹងប៉ូលីសទៅលោកស្រីនេះវាជាការបំផ្លាញអាជីវកម្មច្បាស់ណាស់យើងយកលិខិតប្តឹងទៅដាក់ពាក្យស្នើសុំពន្យាពេលជាមួយគណៈកម្មការរៀបចំការប្រកួតទៅប្រហែលជាអាចមានសង្ឃឹមខ្លះច្បាប់គឺច្បាប់ហើយការពន្យាពេលស្មើនឹងការដកខ្លួនចេញពីការប្រកួតម៉ាស៊ីនអាចនឹងគាំងប៉ុន្តែប្លង់នៅក្នុងក្បាលខ្ញុំមិនងាយនឹងបាត់បង់ឡើយតែលោកស្រីទិន្នន័យនឹងខ្សែចនាសម្ព័ន្ធដ៏ធំសម្បើមបែបនេះតើមនុស្សយើងអាចចាំបានដោយរបៀបណាទៅបើគូខុសខ្ញុំជាអ្នកទទួលខុសត្រូវនេះជាឱកាសចុងក្រោយរបស់យើងហើយលោកចែងយកបន្ទាត់នឹងរង្វង់មូលមកជួយគូខ្សែយងបច្ចេកទេសឲ្យខ្ញុំផងបានតើក្មួយឡយឥឡូវក្មួយទាញយកកម្មវិធី scan ដែលមានគុណភាពខ្ពស់បំផុតភ្លាមទៅកែសម្រួលពន្លឺឲ្យល្អពេលខ្ញុំគូចប់មួយសន្លឹកក្មួយត្រូវ scan បដូរទៅជាឯកសារភ្លាមៗកុំឲ្យមានពន្លឺចាំងឲ្យសោះបាទលោកស្រីប្លង់លំអិតចុងក្រោយហើយក្មួយឡយរៀបចំ scan ទៅលោកស្រីសិនរូបភាពទាំងអស់ត្រូវបានបញ្ចូលគ្នារួចរាល់ហើយសរុបមាន24សន្លឹកចុចបញ្ជូនទៅលោកស្រីសិនឬថាក្រុមហ៊ុន Chenyo Capital លើកនេះចំណាយលុយច្រើនណាស់ដើម្បីជួលក្រុមអ្នកជំនាញកែសម្រួលរូបភាពពីក្រៅប្រទេសយើងពឹងផ្អែកតែលើការគូរដោយដៃតើអាចប្រកួតប្រជែងជាមួយរូបភាព3ដ៏ស្រស់ស្អាតទាំងនោះបានដែរឬទេស្នូលនៃការរចនាគឺស្ថិតនៅលើព្រលឹងមិនមែនពឹងផ្អែកលើតម្រងដែលបង្កើតដោយម៉ាស៊ីននោះទេអូមិនមែនជាអតីតនិយមផ្នែករឿងរបស់យើងទេគ្រាន់តែក្រដាសខូចប៉ុន្មានសន្លឹកក៏អាចចូលដល់វគ្គផ្ដាច់ព្រាត់បានដែរមើលទៅកម្រិតស្តង់ដារនៃការប្រកួតអន្តរជាតិនេះកាន់តែទាបទៅហើយដរាបណាការរចនាល្អគ្រប់គ្រាន់ទោះបីជាយកមែកឈើមកគូសលើដីខ្សាច់ក៏អាចចូលដល់វគ្គផ្ដាច់ព្រាត់បានដែរកញ្ញាសុងគួរតែយកចិត្តទុកដាក់លើស្នាដៃរបស់ខ្លួនឯងទៅកុំឲ្យវាទៅជាម៉ូដចាស់ដែលគេកែច្នៃពីហាងណាទៀតឲ្យសោះមែនទេកញ្ញាសុងសិននាងអ្នកកុំក្រអឺតក្រទុំពេកអ្នកគិតថាអ្នកអាចទៅបានឆ្ងាយប៉ុណ្ណាដោយគ្រាន់តែគំនូរដោយដៃប៉ុន្មានសន្លឹកនោះគួរឲ្យស្ដាយណាស់សម្រាប់រូបភាព3រចនាសម្ព័ន្ធផ្កាយដែលអ្នកធ្លាប់មានវាអស្ចារ្យប៉ុណ្ណាទៅប៉ុន្តែចុងក្រោយបែរជាត្រូវដាក់តែក្រដាសគំនូរដៃគ្មានតម្លៃប៉ុន្មានសន្លឹកនេះពិតជាខ្ជះខ្ជាយរបស់ល្អមែនអ្នកថាអីណាខ្ញុំថាក្រដាសសន្លឹកប៉ុន្មានសន្លឹកនឹងក្នុងការប្រកួតផ្ដាច់ព្រាត់គឺគ្មានថ្ងៃឈ្នះខ្ញុំបានទេសូមជាអ៊ីនខ្ញុំមិនដែលប្រាប់អ្នកណាពីស្នាដៃស្នូលរបស់ខ្ញុំទេប្រធានបទគឺរចនាសម្ព័ន្ធផ្កាយសូម្បីតែគណៈកម្មការក៏មិនដឹងដែរចុះហេតុអ្វីបានជាអ្នកដឹងឈ្មោះស្នាដៃដើមរបស់ខ្ញុំទៅវិញ
ខ្ញុំទីយកទេតាកាលពីមុនពេលធ្វើការជាមួយគ្នាអ្នកមិនមែនចូលចិត្តដាក់ឈ្មោះអ្វីដែលស្មុគស្មាញបែបនេះទេ ទីយកសំបីតែពាក្យថារចនាសម្ព័ន្ធដែលមានចែងក្នុងឯកសារក៏អ្នកទីត្រូវជាមួយពាក្យមិនខុសដែរឬកញ្ញាសុងតើអ្នកចេះអានចិត្តមនុស្សឬមួយក៏អ្នកបានលួចមើលរបស់ដែលមិនគួរមើលទៅហើយ សិននាងកុំមកចោទប្រកាន់ខ្ញុំផ្ដេសផ្ដាសនៅទីនេះណាចាំមើលលទ្ធផលនៅវគ្គផ្ដាច់ព្រាត់ទៅយើងទៅ លោកសិនលោកសម្លឹងមើលខ្ញុំធ្វើអីនាងលីត្រឡប់ទៅវិញរៀបចំក្រណាត់សម្រាប់វគ្គផ្ដាច់ព្រាត់ឲ្យបានល្អទៅថ្ងៃក្រោយនាងត្រូវតែបង្ហាញសមត្ថភាពឲ្យបានល្អណាស់បន្ទាប់មកសូមអញ្ជើញអ្នករចនាម៉ូដឯករាជ្យសិននាងដែលជាអ្នកដែលលេចធ្លោជាងគេក្នុងកម្មវិធីប្រកួតនេះឡើងមកបង្ហាញស្នាដៃវគ្គផ្ដាច់ព្រាត់របស់នាង ស្ទីលនៃស្នាដៃនេះពិតជាមិននឹកស្មានដល់មែននេះមិនមែនជាស្នាដៃរបស់ខ្ញុំទេ កុំមកលេងសាច់សិននាងនេះឬស្នាដៃដែលនាងត្រៀមមួយខែសម្រាប់វគ្គផ្ដាច់ព្រាត់នេះវាជាការប្រមាថដល់ការរចនានិងការប្រកួតនេះច្បាស់ណាស់ លោកគណៈកម្មការទាំងអស់គ្នាប្រព័ន្ធខាងក្រោយរបស់ខ្ញុំត្រូវបានគេលួចកែសម្រួលដោយចិត្តនាអាក្រក់ឯកសារដែលខ្ញុំដាក់មិនមែនជាឯកសារមួយនេះទេ លួចកែសម្រួលកញ្ញាសិនបន្ទាប់ពីចាក់ចេញពីការវេចខ្ចប់របស់ក្រុមហ៊ុនគូស៊ីមកកម្រិតពិតប្រាកដរបស់នាងគឺមានតែសម្រាប់បែបនេះឯងចង់បានលុយជុលហោប៉ៅក៏និយាយត្រង់ទៅកុំរកលេសអន់បែបនេះ លេខសម្ងាត់កានីរបស់ខ្ញុំក្រៅពីខ្ញុំមានតែជំនួយការផ្ទាល់ខ្លួនរបស់ខ្ញុំទេដែលដឹងនេះគឺជាការរៀបចំផែនការបដូរឯកសារទុកជាមុនអូយបងស្រីឲ្យបងនិយាយបែបនេះស្ដាប់ទៅមិនសមសោះឡើយខ្លួនឯងអស់គំនិតច្នៃប្រឌិតហើយបែរជាយករបស់អន់បែបនេះមកដាក់ឲ្យគេមើលទៅវិញឥឡូវនេះដើម្បីគេចវាពីការទទួលខុសត្រូវបែរជាទាញកូនចៅខ្លួនឯងមកធ្វើជាខែទទួលខុសត្រូវជំនួសទៅវិញ កញ្ញាសិនតើអ្វីដែលកញ្ញាសុងនិយាយនឹងជារឿងពិតមែនឬក្នុងអំឡុងពេលដែលអ្នកបង្កើតរឿងនឹងតើអ្នកពិតជាបានឲ្យគេសរសេរជំនួសមែនទេ កញ្ញាសិនតើម៉ាកយីហោស៊ីនៀនគ្រាន់តែជាសម្បកក្រៅដែលបង្កើតឡើងដើម្បីកេងប្រវ័ញ្ចលុយមែនទេ សិននាងគណៈកម្មការមើលតែការពិតនិងភស្តុតាងប៉ុណ្ណោះតាមច្បាប់ប្រកួតខ្ញុំនឹងដកសិទ្ធិប្រកួតរបស់អ្នកភ្លាម អ្នកចាញ់ហើយលោកគ្រូអ្នកគ្រូជាគណៈកម្មការអ្នករចនាពិតប្រាកដមិនចាំបាច់ពឹងផ្អែកលើឯកសារផឹកស្ងួតឬរូបភាពក្រាហ្វិកត្រជាក់ដើម្បីបញ្ជាក់ពីសមត្ថភាពខ្លួនឯងទេសន្តិសុខណែណានាងត្រូវបានគេជំរុះចេញហើយនៅលើឆាកនឹងធ្វើឈ្មោះស្អីទៀតទីនាងចុះទៅភ្លាម សិននាងអ្នកចង់ធ្វើស្អីឥឡូវនេះមានមនុស្សរាប់លានអ្នកកំពុងមើលតាមអនឡាញនេះមិនមែនជាកន្លែងដែលអ្នកមកធ្វើរឿងឈួតបានទេ លោកគ្រូអ្នកគ្រូក្នុងនៅពេលដែលលោកគ្រូសង្ស័យលើសមត្ថភាពរបស់ខ្ញុំអញ្ចឹងសូមផ្ដល់ពេលឲ្យខ្ញុំ10នាទីបើអ្វីដែលខ្ញុំធ្វើចេញមកមិនត្រូវភ្នែកលោកគ្រូទេខ្ញុំសិនមាននឹងដកខ្លួនចេញពីវិស័យរចនានេះចាប់ពីពេលនេះទៅ កុំចេះតែនិយាយអួតអាងពេល10នាទីសំបីតែដៃអាវមួយក៏ដេមិនទាន់ផងយល់ព្រមខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកខ្ញុំចង់ឃើញណាស់ថា10នាទីហ្នឹងអ្នកអាចធ្វើអ្វីបានខ្លះ ហេតុអ្វីបានជាអ្នកល្ងងម្លេះ រឿងនេះគាត់បែរជាធ្វើសុខក្បាច់ដោយផ្ទាល់លើតុតាបង្រៀនម៉ូទៅវិញមិនបាច់កាត់តម្រង់សោះ នេះគឺជាបច្ចេកទេសកាត់ដេរដ៏ល្អបំផុតមើលរបៀបដែលគាត់គ្រប់គ្រងភាពតានតឹងនៃក្រណាត់នេះចុះដូចជាក្រណាត់នេះវាចេះតែដុសលើតុតាបង្រៀនម៉ូដោយឯងអញ្ចឹង ព្រះអើយការស្រមើស្រមៃក្នុងលំហនិងសមត្ថភាពគ្រប់គ្រងក្រណាត់ដ៏អស្ចារ្យបែបនេះគឺពិតជាទេពកោសល្យនេះគឺជាទេពកោសល្យពិតប្រាកដមែន ពិតវាទៅអានឹងคล้ายទេនេះជារបស់កាត់ទេប្រញាប់បិទអេក្រង់ទៅសូមជឿអ៊ីនាងហ៊ានសូកប៉ាន់ជំនួយការខ្ញុំដើម្បីយកសេចក្តីព្រាងការប្រកួតជុំទី1របស់ខ្ញុំទៅប្រាមុនហើយថែមទាំងលួចបដូរឯកសារប្រកួតរបស់ខ្ញុំនៅខាងក្រោយឆាកក្នុងវគ្គផ្ដាច់ព្រាត់ទៀតដើម្បីតែចង់ឈ្នះខ្ញុំនាងដល់ថ្នាក់បោះបង់ចោលសិលធម៌ជាមូលដ្ឋានអស់ហើយមែនទេគឺសុំទេដែលសុំទោសគឺគេទេដែលបង្ខំខ្ញុំគេនិយាយថាបើមិនបដូរឯកសារនេះទេក្រុមហ៊ុនស៊ីនយ៉ាវនឹងធ្វើឲ្យខ្ញុំមិនអាចរស់នៅក្នុងវិស័យនេះបានទៀតឡើយកុំមកនិយាយផ្ដេសផ្ដាសទូរស័ព្ទហៅប៉ូលីសភ្លាមការប្រកួតរបស់យើងមិនអនុញ្ញាតឲ្យមានទង្វើល្មើសច្បាប់ដ៏គួរឲ្យស្អប់ខ្ពើមបែបនេះដាច់ខាត កញ្ញាសិនសូមអបអរសាទរដែលអ្នកដណ្ដើមបានជើងឯកពិភពលោកការកាត់ដេរ3វិមាត្ររយៈពេល10នាទីរបស់អ្នកនៅលើឆាកកាលពីមិញនេះពិតជាធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលខ្លាំងណាស់រហូតអ្នកលេងអ៊ីនធឺណិតហៅវាថាជាការបង្ហាញភស្តុតាងកម្រិតសៀវភៅសិក្សាតើពេលនេះអ្នកចង់និយាយអ្វីខ្លះខ្ញុំចង់និយាយថាទេពកោសល្យពិតប្រាកដនឹងមិនត្រូវគេកប់ដោយល្បិចកលឡើយអរគុណវិបត្តិនេះដែលធ្វើឲ្យខ្ញុំមានឱកាសបង្ហាញដល់អ្នកទាំងអស់គ្នាថាអ្នករចនាម៉ូដឯករាជ្យមិនចាំបាច់ពឹងផ្អែកលើដើមទុនណាមួយឡើយក៏អាចឈរនៅលើឆាកដ៏ខ្ពស់បំផុតបានដែរកញ្ញាសិនបន្ទាប់ពីការប្រកួតនេះម៉ាកយីហោផ្ទាល់ខ្លួនរបស់អ្នកឈានដល់កម្រិតកំពូលហើយតើអ្នកមានគម្រោងអ្វីបន្តទៀតដែរ ក្នុងរយៈពេល7ឆ្នាំខាងមុខខ្ញុំនឹងផ្ដោតលើការបញ្ចូលសោភ័ណភាពបូកព្រាជាមួយនឹងការរចនាបែបទំនើបដើម្បីឈានទៅឆាកអន្តរជាតិសូមរងចាំតាមដានទាំងអស់គ្នាណាលោកស្រី Shen មានរឿងហើយ
លោកស្រីមើលទៅក្នុងបណ្ដាញសង្គមទៅទាំងវីបូទាំងបណ្ដាញវីដេអូឃ្លីបទូរឿងអស់ហើយអ្នកទាំងអស់គ្នាមើលចុះនេះហើយជាឈុតដែលខ្ញុំចំណាយលុយរាប់លានដើម្បីកុំងកាត់ទុកជាពិសេសអស់រយៈពេល7ឆ្នាំមកនេះគ្រាន់តែពាក់សម្លៀកបំពាក់របស់ពួកគេសោះបែរជាធ្វើឲ្យខ្ញុំពោលសារធាតុគីមីយ៉ាងធ្ងន់ធ្ងរម៉ាកយីហោគ្មានសិលធម៌បែបនេះគួរតែដេញចេញពីវិស័យកាត់ដេរឲ្យអស់លោកស្រី Shen ឥឡូវនេះអ្នកលេងបណ្ដាញសង្គមនាំគ្នាជាយើងថាជាម៉ាកសម្លៀកបំពាក់មានជាពលព្រឹកមិញនេះមានអតិថិជនរាប់សិបនាក់ដែលកក់ទុកមុនបានដាក់ពាក្យសុំដកលុយវិញអស់ហើយមិនអាចទៅរួចទេក្រណាត់សូត្រទាំងនោះខ្ញុំជាអ្នកទៅកុំងចូលលក់ពណ៌ដោយផ្ទាល់នៅរោងជាងថ្នាំចូលលក់សុទ្ធតែចម្រាញ់ចេញពីរុក្ខជាតិតើអាចមានសារធាតុគីមីបានយ៉ាងម៉េចទៅតើអ្នកណាជាអ្នកទទួលខុសត្រូវនៃស្ទូឌីយោនេះ Shen គឺខ្ញុំនេះឯងលោកមន្ត្រីបើលោកមកដោយសារតែវីដេអូនៅលើបណ្ដាញសង្គមនោះខ្ញុំមិនមានអ្វីត្រូវបកស្រាយអ្នកស្រី Shen យើងទទួលបានពាក្យបណ្ដឹងជាច្រើនពីប្រជាពលរដ្ឋដោយសង្ស័យថាស្ទូឌីយោរបស់អ្នកប្រើប្រាស់ក្រណាត់មានជាតិពុលដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ឥឡូវនេះយើងនឹងអនុវត្តតាមច្បាប់ដោយបិទស្ទូឌីយោរបស់អ្នកជាបណ្ដោះអាសន្នសូមអ្នកបញ្ឈប់ការងារភ្លាមហើយសហការជាមួយការស៊ើបអង្កេតលោកមន្ត្រីយើងពិតជាត្រូវគេមួលបង្កាច់មែនក្រណាត់របស់យើងសុទ្ធតែមានវិញ្ញាបនបញ្ជាក់គុណភាពត្រឹមត្រូវលោកមិនអាចបិទយើងបែបនេះបានទេយើងលោកមន្ត្រីការសហការជាមួយការស៊ើបអង្កេតគឺជាកាតព្វកិច្ចរបស់យើងប៉ុន្តែខ្ញុំស្នើសុំឲ្យមានការបិទត្រាទុកគំរូក្រណាត់នៅនឹងកន្លែងហើយបញ្ជូនទៅស្ថាប័នត្រួតពិនិត្យកម្រិតខ្ពស់បំផុតដែលមានការទទួលស្គាល់ពីជាតិដើម្បីធ្វើការត្រួតពិនិត្យឡើងវិញបានតោះទៅជាមួយយើងសួស្តីកញ្ញាសិនតើអ្នកមិនជឿចាប់ក្នុងចិត្តខ្លះទេដែលប្រើប្រាស់ក្រណាត់មានជាតិពុលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបែបនេះតើអ្នកមានអ្វីចង់និយាយទៅកាន់ជនរងគ្រោះរបស់ហ៊ុយមេដែរឬទេរាល់វត្ថុធាតុដើមរបស់យើងគឺស្របច្បាប់ទាំងអស់ខ្ញុំជឿជាក់ថាបុគ្គលិកនឹងជួយរកយុត្តិធម៌ឲ្យខ្ញុំវិញនាងបងបានឲ្យផ្នែកច្បាប់ទៅដោះស្រាយរួចហើយគេកំពុងពន្លឿនរបាយការណ៍ពិនិត្យឡើងវិញឥឡូវអូននៅណាកុំទ្រាំម្នាក់ឯងអីអរគុណបងប៉ុន្តែរឿងអាស្រូវនេះវាមិនងាយនឹងចប់ទេខ្ញុំត្រូវតែរកឲ្យឃើញថាវាចាប់ដើមពីណាអូនសង្ស័យថាមានអ្នកនៅពីក្រោយរឿងនេះមែនទេមិនមែនសង្ស័យទេគឺប្រកាសតែម្ដងតើអូនចង់មានន័យថាខ្ញុំប្រើតែសូត្រគុណភាពខ្ពស់នាំចូលប៉ុណ្ណោះក្រណាត់ប្រភេទនេះពេលត្រូវពន្លឺខ្លាំងវានឹងមានពន្លឺស្រទន់បែបធម្មជាតិប៉ុន្តែក្នុងវីដេអូនោះអាវដែលនាងពាក់វាចាំងខ្លាំងពេកនោះមិនមែនជាឈុតរ៉ូបរបស់ខ្ញុំឡើយតើអូនចង់និយាយថារ៉ូបនោះត្រូវបានគេបដូរយកក្រោយពេលប្រគល់ឲ្យមែនទេបាទខ្ញុំចង់ពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅជាន់ផ្ទាល់ដីនិងចំណតរថយន្តក្រោមដីនៃអគារនេះអ្នកផ្ញើពេលវេលាមកឲ្យខ្ញុំមកបានយេស៊ឺខ្ញុំរកឃើញហើយពេលលោកស្រីលីនដើរចេញពីក្រោយសនោះទីតាំងខ្សែរ៉ូតនៃថង់ការពារធូលីបានផ្លាស់ប្ដូរពិតមែនហើយមុនពេលចូលទៅក្បាលខ្សែរ៉ូតនៅខាងឆ្វេងតែពេលចេញមកវិញវានៅខាងស្ដាំដើម្បីបំផ្លាញខ្ញុំលោកស្រីលីនម្នាក់នេះហ៊ានយកមុខខ្លួនឯងមកធ្វើជាដើមទុនដើម្បីសម្ដែងរឿងល្ខោនដ៏ឈឺចាប់នេះកុំបារម្ភអីប្រាប់លេខស្លាកលេខឡានមកខ្ញុំនឹងទៅស៊ើបអង្កេតអ្នកនេះឲ្យហើយ20000យ៉ាងម៉េចហើយរកមិនឃើញទេរកឃើញហើយម្ចាស់រថយន្តនេះគឺសុងជីយីសុងជីយីលោកស្រីលីនដែលទិញរូបរបស់ខ្ញុំម្នាក់នោះគាត់ជាម្ដាយរបស់សុងជីយីមែនទេម្ដាយកូនរួមដៃគ្នាសម្ដែងរឿងល្ខោនដ៏ល្អមួយក្នុងនៅពេលពួកគេចូលចិត្តសម្ដែងរឿងបែបនេះបើខ្ញុំមិនជូនកាដូធំមួយដល់ពួកគេទេតើមិនមែនជាការធ្វើឲ្យខកបំណងនៅរឿងល្ខោនដ៏ឈឺចាប់របស់ពួកគេទេម៉ាក់ហ៊ានដល់ថ្នាក់ទៅលួចធ្វើបាបដោយខ្លួនឯងផងហីបើគេដឹងរឿងឡើងមកម៉ាក់ត្រូវជាប់គុកហើយឯងស្មានថាម៉ាក់ចង់យកមុខមាត់ខ្លួនឯងទៅពាក់ព័ន្ធនឹងរឿងស្មោកគ្រោកនេះណាស់ឬគម្រោងវិនិយោគរបស់ប៉ាឯងនៅក្រៅប្រទេសវាដួលរំអស់ហើយត្រកូលសុងយើងចិត្តសៃថនហើយអ្វីមិនក៏ទៅជាបែបនេះទៅវិញដូច្នេះហើយបានជាឯងត្រូវតែរៀបការជាមួយមានតែលុយរបស់ត្រកូលទេទើបអាចជួយត្រកូលសុងយើងឲ្យរស់ឡើងវិញបានបើមិនកំចាត់ចោលទេតើឯងមានឱកាសណាទៅជិតស្និទ្ធជាមួយបានឲ្យតែយើងដាក់កំហុសឲ្យគេបានត្រកូលនឹងមិនឲ្យចូលផ្ទះគេឡើយដល់ពេលនោះនឹងត្រូវតែរៀបការជាមួយឯងដោយបង្ខំដើម្បីរក្សាត្រកូលសុងនិងដើម្បីអនាគតរបស់ឯងម៉ាក់រឿងលំបាកបន្តិចបន្តួចនឹងមានន័យអីទៅលោកប្រធានដូចអ្វីដែលលោកបានគិតទុកមែនសង្វាក់ហិរញ្ញវត្ថុរបស់ត្រកូលសុងដាច់អស់ហើយឥឡូវនេះជំពាក់បំណុលគេរាប់សិបលានឯណោះកំពុងតែប្រឈមនឹងការខ្សែធនចុះភស្តាងនៃរឿងល្ខោនឆាកនេះវិញនៅទីនេះទាំងអស់ហើយភស្តាងច្បាស់តែម្ដងចាប់ខ្លួនមនុស្សបានហើយឬនៅតើយើងគួរតែប្រកល់រឿងនេះទៅឲ្យខាងជំនាញពាក់ព័ន្ធដើម្បីជួយលាងជម្រះភាពអយុត្តិធម៌ឲ្យកញ្ញាសិនដែរឬទេមិនបាច់ទេរៀបចំវាជាឯកសារសម្ងាត់ទៅកុំប្រើអេបរបស់ក្រុមហ៊ុនយើងផ្ញើទៅឲ្យសិននាងផ្ទាល់តែម្ដងតែលោកប្រធានលោកអាចជួយនាងដោះស្រាយរឿងទាំងអស់នេះបានដោយផ្ទាល់តើក្នុងនៅពេលដែលម្ដាយកូនត្រកូលសុងចង់រុញនាងឲ្យដល់ផ្លូវតបែបនេះចឹងសត្វព្រៃមួយនេះនាងត្រូវតែជាអ្នកកំទេចវាដោយដៃខ្លួនឯងទៅវាសប្បាយចិត្តស្រីរបស់ខ្ញុំគឺកូអ៊ីនជឿនាងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទាមទារយុត្តិធម៌ដោយខ្លួនឯងផ្ញើឲ្យនាងមែនទេបានខ្ញុំនឹងទៅចាត់ការភ្លាមលោកគូក្របរំសេវមួយនេះខ្ញុំទទួលយកហើយស៊ីវស៊ីជូនដំណឹងទៅបុគ្គលិកទាំងអស់ឲ្យបញ្ចប់ការឈប់សម្រាកហើយរៀបចំសន្និសីទសារព័ត៌មានផ្សាយផ្ទាល់នៅខាងក្រៅការិយាល័យខ្ញុំចង់ឲ្យគ្រប់គ្នាបានឃើញតើឲ្យប្រកាសទៅអ្នកណាជាអ្នកធ្វើអាវពលនឹងលោកស្រីសិនតើលោកស្រីបើកសន្និសីទសារព័ត៌មានថ្ងៃនេះដើម្បីសុំទោសជាសាធារណៈហើយប្រកាសសរសៃធនម៉ាកយីហោមែនទេសុំទោសទៅបានការអីមុខខ្ញុំត្រូវនាងនឹងបំផ្លាញអស់ហើយថ្ងៃនេះអ្នកត្រូវតែផ្ដល់ការពន្យល់ឲ្យខ្ញុំសិនមានថ្ងៃនេះខ្ញុំនឹងឲ្យមេរោគដូចជាអ្នកចេញពីវិស័យកាត់ដេរឲ្យអស់ក្នុងនៅពេលដែលអ្នកទាំងពីរស្ម័គ្រចិត្តមកដល់ទីនេះហើយអីចឹងរឿងថ្ងៃនេះយើងសម្ដែងឲ្យចប់នៅមុខអ្នកលេងបណ្ដាញសង្គមទាំងអស់គ្នាទៅចង់បានការពន្យល់មែនទេបានតែខ្លាចតែត្រកូលសុងរបស់អ្នកឥឡូវនេះខ្សែធនអស់ហើយមិនអាចសំថ្លៃសំណងដែលត្រូវជួបនៅពេលខាងមុខបានបងយ៉ានស៊ឺគុំចាញ់បោកនាងនឹងអី
នៅស្ងៀមទៅនានាដាក់ឲ្យត្រង់ទៅមិត្តភ័ក្តិអ្នកសារព័ត៌មានទាំងអស់គ្នាសូមមើលអេក្រង់ធំការប្រកាសថ្ងៃនេះគឺនិយាយតែការពិតនេះគឺជាកំណត់ត្រាផ្ទេរប្រាក់ 50,000 ដែលលោកស្រីលីនបានធ្វើសម្រាប់ក្រណាត់មានជាពល អ្នកនិយាយកុហកនេះសុទ្ធតែជារបស់ខ្លាំងខ្លាយ លោកស្រីលីនតែហេតុអ្វីបានជាអ្នករៀបចំផែនការដើម្បីបង្កាច់បង្ខូចលោកស្រីសិន ព្រោះពួកគេអស់ផ្លូវដើរហើយត្រកូលសុងឥឡូវជំពាក់បំណុលរាប់ពាន់លានអ្នកទាំងពីរគឺគ្រាន់តែចង់ឆ្លៀតឱកាសដើម្បីភ្ជាប់ពាក្យជាមួយត្រកូលគូប៉ុណ្ណោះ រួចប្រើលុយត្រកូលគូដើម្បីបំពេញចន្លោះខ្វះខាតរបស់ត្រកូលសុងអ្នកពេលនេះឯងគ្មានផ្លូវរត់រួចទៀតទេ ខ្ញុំអត់បានធ្វើទេជាយីរកវិធីជួយខ្ញុំផងខ្ញុំអត់បានធ្វើទេជាយានឲ្យរកវិធីដោះស្រាយទៅ មិនបាច់រងចាំដល់ចប់កម្មវិធីសម្ពោធទេនាំគេចេញទៅ ក្មេងស្រីម្នាក់នេះពិតជាខ្លាំងហើយក៏ឆ្លាតដែរនាងអាចទប់ទល់នឹងសម្ពាធហើយវាយបោកបានយ៉ាងរហ័សមិនធម្មតាឡើយ ខ្ញុំធ្លាប់ប្រាប់អ្នករួចហើយថានាងមិនមែនជាមនុស្សស្រីដែលចាំតែពឹងផ្អែកលើអ្នកដទៃនោះទេ កុំតន់អាលអួតខ្លួនអីប្រាក់ចំណេញពីស្ទូឌីយោរបស់នាងនៅឆ្ងាយពីកម្រិតរបស់ក្រុមហ៊ុនយើងណាស់ ម៉ាកតម្លៃម៉ាកយីហោរបស់ស៊ីនៀនពេលនេះបានកើនឡើងជាង10 ដងដោយសារតែរឿងនេះព្រោះនាងធ្លាប់និយាយថានាងបង្កើតផែនការអាជីវកម្មរបស់នាងមិនមែនដើម្បីបង្ហាញអ្នកណាថាខ្លួនស័ក្តិសមនឹងអ្នកណាទេគឺគ្រាន់តែនាងមានសមត្ថភាពគ្រប់គ្រាន់ហើយនាងមិនចង់ឲ្យកម្លាំងញើសឈាមរបស់នាងត្រូវគេមកគ្រប់គ្រងដោយលុយកាក់ឡើយ ហើយឈប់និយាយទៅចុះមួយជីវិតនេះម៉ាក់គិតតែពីរឿងផលប្រយោជន៍គិតថាត្រកូលដូចជាត្រកូលសុងទៅស័ក្តិសមនឹងកូនតែស្ទើរតែនាំស្រូវចូលផ្ទះទៅហើយយ៉ាងជាឲ្យកូនមើលមនុស្សបានល្អជាងម៉ាក់ទៅទៀត ម៉ាក់ចុះលក្ខខណ្ឌដែលម៉ាក់បានដាក់នៅក្នុងបន្ទប់តែមុននេះវិញ ម៉ាក់មិនទាន់វង្វេងវង្វាន់ដល់ថ្នាក់បោះបង់មនុស្សដែលមានសមត្ថភាពបែបនេះទេកូនប្រសារដែលមានសមត្ថភាពខ្លាំងបែបនេះបែរជាជំរុញឲ្យគេចេញទៅក្រៅទៅវិញចុងសប្តាហ៍នេះហើយនាងមកញ៉ាំបាយនៅផ្ទះយើងទៅលើកនេះខ្ញុំនឹងយកតែដាហុងផាបកម្រិតខ្ពស់នោះមកទទួលនាង អ្នកទាំងអស់គ្នារបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី 3 អ្នកទាំងអស់គ្នាបានឃើញរួចហើយទំហំនៃការលក់តាមអនឡាញនិងចំនួនការបញ្ជាទិញពីក្រៅប្រទេសរបស់យើងសុទ្ធតែលើសពីការរំពឹងទុកប៉ុន្តែប្រសិនបើយើងចង់ឲ្យ Kinyan ឈរជើងបានយ៉ាងរឹងមាំយើងនៅខ្វះជំហានដ៏សំខាន់បំផុតមួយទៀត សប្តាហ៍ក្រោយហាងនៅ Hang Long Jingwang នឹងបើកដេញថ្លៃជាសាធារណៈបើយើងដណ្ដើមបានវាយើងនឹងអាចប្រកាសជាផ្លូវការថាយើងបានចូលក្នុងជួរម៉ាកយីហោលំដាប់អន្តរជាតិហើយ លោកស្រី Shen ការដណ្ដើមយកវាបានពិតជាអាចធ្វើឲ្យតម្លៃម៉ាកយីហោរបស់យើងកើនឡើងយ៉ាងខ្លាំងប៉ុន្តែការដេញថ្លៃលើកនេះពិបាកខ្លាំងណាស់ មែនហើយលោកស្រី Shen នេះគឺជាការសាកល្បងដ៏ធំមួយសម្រាប់លំហូរសាច់ប្រាក់បច្ចុប្បន្នរបស់យើងហើយអ្វីដែលគ្រោះថ្នាក់ជាងនេះទៅទៀតនោះគឺគូប្រជែងដ៏ធំបំផុតរបស់យើងលើកនេះមានក្នុងបង្អែកធំណាស់អូតើម៉ាកយីហោប្រណីតមកពីក្រៅប្រទេសមួយណាដែលសម្លឹងឃើញដុំសាច់ដ៏ធំមួយនេះដែរ លោកស្រី Shen ព័ត៌មានផ្ទៃក្នុងដែលទើបតែទទួលបានមិនមែនជាម៉ាកយីហោក្រៅប្រទេសទេគឺក្រុមហ៊ុន Ga Group ក្រុមហ៊ុន Gashi គេចង់បានគម្រោងនេះខ្លាំងណាស់ឬថាប្រធាន Ga ផ្ទាល់ជាអ្នកចេញបញ្ជាមកពួកគេមានគម្រោងយកគម្រោងនេះទៅធ្វើជាខ្សែផលិតផលប្រណីតថ្មីសន្លាងដែលក្រុមហ៊ុន Gashi នឹងដាក់លក់ ខ្សែលំហូរទុនរបស់ក្រុមហ៊ុន Gashi គឺជ្រៅរកទីបំផុតគ្មានទេលោកស្រី Shen យើងទៅដណ្ដើមដីជាមួយប្រធាន Ga បែបនេះមិនខុសអីពីយកពងមាន់ទៅបុកនឹងថ្មទេ គម្រោង Hang Long ដំណាក់កាលទី 2 ក៏មានទីតាំងល្អដែរទោះបីជាវាដាច់បន្តិចមែនប៉ុន្តែសម្ពាធនៃការប្រកួតប្រជែងគឺតិចជាងច្រើនហើយក៏មិនចាំបាច់ទៅតាំងជាមួយក្រុមហ៊ុន Gashi ដែរនៅក្នុងវិជ្ជានុក្រមរបស់ខ្ញុំគ្មានពាក្យថាថយក្រោយដើម្បីស្វែងរកជម្រើសទី 2 ទេ លោក Chen ជួយកែសម្រួលផែនការអាជីវកម្មឡើងវិញផងខ្ញុំចង់ឃើញពីគុណសម្បត្តិដាច់គេក្នុងរយៈពេល 7 ឆ្នាំបងស្រីយ៉ាវជួយពិនិត្យមើលលុយក្នុងកណ្ដីឡើងវិញផងហើយតាក់ទងទៅអ្នកវិនិយោគរបស់យើងនៅ Wall Street ផងត្រៀមខ្លួនដំឡើងថ្លៃដេញថ្លៃគ្រប់ពេលបានលោកស្រី Shen គេយ៉ាងសេបើអ្នកចង់បានដីនេះខ្លាំងម្លេះអញ្ចឹងយើងមកប្រកួតគ្នាដោយសមត្ថភាពរៀងខ្លួនទៅហើយចាំមើលថានៅលើទឹកចរចានេះអ្នកណាខ្លាំងជាងអ្នកណា នេះគឺជាគម្រោងរបស់រឿងនេះយើងនឹងប្រើប្រាស់បណ្ដាញទូទាំងពិភពលោករបស់រឿងដើម្បីវេចខ្ចប់វាឲ្យក្លាយជាទីតាំងពាណិជ្ជកម្មទំនើបដ៏ធំបំផុតនៅអាស៊ីនេះគឺជាគុណសម្បត្តិដើមទុនដាច់ខាតហើយក៏ជាថ្នាំបំបត្តិការព្រួយបារម្ភដែលរឿងផ្ដល់ឲ្យហេងឡុងដែរផែនការរបស់លោកគូបាននិយាយពីអត្រាផលចំណេញពាណិជ្ជកម្មគឺពិតជាគ្មានកន្លែងឲ្យរិះគន់មែនអាំងមូលនិធិរបស់រឿងយើងទុកចិត្តទាំងស្រុង ផែនការអាជីវកម្មរបស់លោកគូពិតជាធំធេងមែនហើយសមត្ថភាពរកលុយវិញកាន់តែគួរឲ្យស្ងើចសរសើរប៉ុន្តែលោកគណៈកម្មការទាំងអស់គ្នាទោះបីជាហេងឡុងជាសំណងប្រវត្តិសាស្ត្ររាប់រយឆ្នាំក៏ដោយអ្វីដែលវាខ្វះមិនមែនជាលុយទេគឺព្រលឹងវប្បធម៌ដែលអាចដាស់ការចងចាំនៃទីក្រុងនេះឲ្យភ្ញាក់ឡើងផែនការរបស់ស៊ីនៀនគឺបង្កើតជាសាលមន្ទីរសិល្បៈផលិតកម្មបូព្រាដែលជាហាងលក់ទំនិញបែបបទពិសោធន៍ផ្ទាល់លោកស្រីសិនគំនិតសាលមន្ទីរសិល្បៈស្ដាប់ទៅពិតជាល្អមែនប៉ុន្តែហេងឡុងត្រូវការប្រសិទ្ធភាពនៃផ្ទៃដីនិងប្រាក់ចំណេញតើអារម្មណ៍វប្បធម៌អាចយកមកហូបបានដែរឬទេពិតជាបាន ស៊ីនៀនមិនមែនគ្រាន់តែលក់ខោអាវទេតែជាសាលមន្ទីររស់ដែលបង្ហាញពីសោភ័ណភាពបូព្រានៅពេលដែលអតិថិជនមានអារម្មណ៍ថាបានប៉ះនឹងចង្វាក់បេះដូងនៃវប្បធម៌នៅទីនេះអ្វីដែលពួកគេទិញមិនមែនគ្រាន់តែជាខោអាវមួយឈុតទេតែជាការទទួលស្គាល់អត្តសញ្ញាណទីតាំងដែលសាងឡើងដោយដើមទុននិងត្រូវដើមទុនថ្មីមកជំនួសវិញក្នុងរយៈពេល10ឆ្នាំក្រោយយកពាណិជ្ជកម្មមកជួយទ្រទ្រង់វប្បធម៌ដើម្បីឲ្យប្រវត្តិសាស្ត្ររស់នៅក្នុងជីវិតមនុស្សសម័យថ្មីពិតនេះហើយទើបជាគោលដៅនៃភាពយូរអង្វែងដែលពិតប្រាកដហើយគ្មានអ្វីមកជំនួសបានមិនដែរលោក ចាញ់គម្រោងរាប់រយលានបាត់មុខមាត់មែនទេបានជាមកស្ទាក់ផ្លូវខ្ញុំនៅចំណតឡានក្រោមដីបែបនេះចង់យកបាវមកគ្រប់ក្បាលខ្ញុំដើម្បីសងសឹកឬយ៉ាងណាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនកាពេលនេះប្រហែលជាកំពុងជួបជុំគ្នាក្នុងបន្ទប់ប្រជុំជាប្រទេសខ្ញុំដែលជាមេដឹកនាំល្ងងខ្លៅដែលហ៊ានលែងដៃឲ្យអ្នកឈ្នះស្រួលបែបនេះគេយ៉ាងសេកុំប្រាប់ខ្ញុំឲ្យសោះថាថ្ងៃនេះនៅលើឆាកអ្នកចង់ឲ្យខ្ញុំដល់ចិត្តណា
ខ្ញុំអាចឈ្នះបានហើយក៏ចាញ់បានដែរអ្វីដែលខ្ញុំមិនត្រូវការបំផុតនោះគឺសេចក្តីអាណិតអាសូរពីអ្នក ពិតជាមិនមែនទេលោកស្រី Girl ផែនការរបស់អ្នកពិតជាស័ក្តិសមជាងរបស់ខ្ញុំមែនបើនិយាយពីការអភិវឌ្ឍរយៈពេលវែងរបស់ Heng Long ខ្ញុំចាញ់អ្នកដោយស្ម័គ្រចិត្ត ចេះយកការងារល្អណាស់ចុះបើអីចឹងលោកកាមិនទៅសម្រួលចិត្តក្រុមការងារខ្លួនឯងនៅខាងលើទេមកស្ទាក់ផ្លូវខ្ញុំធ្វើអី រឿងគ្រប់បោនោះមិនដល់ថ្នាក់នោះទេខ្ញុំគ្រាន់តែចង់មកជួបកោតសរសើរលោកស្រី Shen ភ្លាមតែប៉ុណ្ណោះ ការកោតសរសើរនោះមិនចាំបាច់ទេខ្ញុំទទួលយកពាក្យអបអរសាទររបស់អ្នកប៉ុន្តែថ្ងៃនេះខ្ញុំរវល់ណាស់ត្រូវប្រញាប់ទៅជួបជុំក្រុមការងារដើម្បីអបអរជ័យជំនះលោកកាជួយកិច្ចផ្លូវបន្តិចទៅកុំមកពន្យាពេលខ្ញុំបើកស្រាសំបញ្ញអី លោកស្រី Girl បើជាពិធីជប់លៀងអបអរជ័យជំនះតើឲ្យសមាជិកគ្រួសារទៅជាមួយបានដែរឬទេ បានតើលោកកាបើអីចឹងលោកធ្វើជាអ្នកបើកបោកតខ្លួនឲ្យខ្ញុំទៅ រីករាយបំផុត សួស្តីអ្នកនាងតើអ្នកនាងមានការណាត់ជួបដែរឬទេខ្ញុំមកជួបសិននាងខ្ញុំត្រកូលលីនជំរាបសួរលោកស្រីប្រធានក្រុមប្រឹក្សាភិបាលលោកសិនទើបតែបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំនៅការិយាល័យសូមអញ្ជើញតាមខ្ញុំមកលោកសិនលោកស្រីប្រធានក្រុមប្រឹក្សាភិបាលមកដល់ហើយបានហើយអ្នកទៅធ្វើការវិញចុះលោកស្រីប្រធានសូមអញ្ជើញអង្គុយខ្ញុំចាំបានថាលើកមុននៅឯបន្ទប់តែខ្ញុំបានប្រើតែនេះដើម្បីឌឺដងអ្នកមិនទាន់បានមួយឆ្នាំផងពិតជាកម្មផលមែនខ្ញុំរស់មកជាងពាក់កណ្ដាលជីវិតហើយគិតថាខ្លួនឯងមើលមនុស្សច្បាស់ណាស់តែបែរជាត្រូវពាក្យថាសំសួននឹងគ្នាបិទបាំងភ្នែកស្ទើរតែរុញយ៉ាងឈឺចូលក្នុងរណ្ដៅភ្លើងដោយដៃខ្លួនឯងសិននាងខ្ញុំសុំទោសអ្នកចំពោះភាពប្រអឺតក្រទុំរបស់ខ្ញុំកាលពីមុននិងអ្វីគ្រប់យ៉ាងដែលខ្ញុំធ្លាប់បានធ្វើដាក់អ្នកសុំទោសផងលោកស្រីប្រធានអ្នកមិនចាំបាច់សុំទោសខ្ញុំទេអ្នកមិនបន្ទោសខ្ញុំទេបើអ្នកគ្រាន់តែជាម្ដាយធម្មតាម្នាក់ខ្ញុំប្រហែលជាខឹងហើយតែអ្នកជាអ្នកដឹកនាំក្រុមហ៊ុនគ្រួសារគូការពារទ្រព្យសម្បត្តិគ្រួសារគូគឺជាទំនួលខុសត្រូវរបស់អ្នកបើជាខ្ញុំវិញក៏ប្រហែលជាធ្វើការសាកល្បងបែបនេះដែរក្រសែភ្នែករបស់យ៉ានស៊ឺពិតជាមុតស្រួចមែនអ្នកមានចក្ខុវិស័យបែបនេះបើគ្រួសារគូខកខានអ្នកនោះគឺជាការខាតបង់ដ៏ធំបំផុតហើយកងដៃនេះជាកេរដំណែលគ្រួសារគូកាលពីមុនជីដូនរបស់យ៉ានស៊ឺបានប្រគល់ឲ្យខ្ញុំដោយផ្ទាល់ដៃឥឡូវដល់ពេលត្រូវប្រគល់ឲ្យអ្នកហើយសិនមានតើអ្នកនៅតែព្រមហៅខ្ញុំថាអ្នកមីងទៀតទេអរគុណអ្នកមីងហើយក៏អរគុណអ្នកដែរកាលពីដើមប្រើលក្ខខណ្ឌដ៏តឹងរឹងបំផុតទើបបង្កើតបានជាសិនមាននៅពេលនេះ នេះមិនមែនជាការប្រកួតប្រជែងពាណិជ្ជកម្មធម្មតាទេត្រឹមតែមួយថ្ងៃនេះអត្រាការលុបចោលការបញ្ជីទិញនៅហាងយើងកើនឡើងដល់80ហើយលោកស្រីសិនអ្នកផ្គត់ផ្គង់ក្រណាត់ទាំងអស់របស់យើងទើបតែបានផ្ញើលិខិតជូនដំណឹងរួមគ្នាពួកគេសុខចិត្តសងសំណងកិច្ចសន្យា3ដងឲ្យយើងដើម្បីលុបចោលកិច្ចសន្យាដោយឯកតោភាគីប្រធានក្រុមហ៊ុន Leicester ប្រចាំតំបន់មហាឆៃណាបានចេញមុខដោយផ្ទាល់ហើយហ៊ានឲ្យថ្លៃដល់ទៅ10ដងដើម្បីទិញផ្ដាច់រាល់ខ្សែសង្វាក់ផលិតកម្មរបស់ពួកគេទាំងអស់យើងសហការជាមួយរោងជាងទាំងនេះយូរមកហើយតើពួកគេមិនត្រូវការកេរ្តិ៍ឈ្មោះទៀតទេ មិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែអ្នករចនាម៉ូដ Snow ទាំង3នាក់ក៏ត្រូវបាន Leicester ទិញខ្លួនទៅបាត់ដែរលោកស្រី Shen ពេលនេះយើងកំពុងតែជួបបញ្ហាទាំងមុខទាំងក្រោយហើយ ហើយអ្វីទៅមេឃមិនទាន់រំទេណាលោកនាយកឡយអ្នកណាដែលចង់លាឈប់អនុម័តឲ្យភ្លាមទៅហើយឲ្យផ្នែកច្បាប់ចាប់ផ្ដើមអនុវត្តលក្ខខណ្ឌកិច្ចសន្យាប្រកួតប្រជែងភ្លាមថ្លៃសងជំងឺចិត្ត1សេនក៏មិនអាចខ្វះបានដែរលោកយ៉ែងតាក់ទងទៅអ្នកផ្គត់ផ្គង់បំរុងនៅអាស៊ីអាគ្នេយ៍និងអាមេរិកខាងត្បូងទាំងនោះឲ្យខ្ញុំក្រណាត់ត្រូវតែបំពេញឲ្យគ្រប់ពិព័រណ៍បង្ហាញម៉ូដធំនេះមិនអាចឲ្យមានកំហុសដាច់ខាត មិនទាន់ទេលោកស្រី Shen ក្រុមហ៊ុន Leicester បានប្រើប្រាស់ក្រុមហិរញ្ញវត្ថុអឺរ៉ុបនៅពីក្រោយពួកគេដើម្បីដាក់បម្រាមហាមឃាត់ការផ្គត់ផ្គង់វត្ថុធាតុដើមទូទាំងពិភពលោកមកលើយើងគ្មាននរណាម្នាក់ហ៊ានលក់ក្រណាត់ឲ្យយើងទៀតទេចិនមានពាក្យចាស់ពោលថាកូនក្តាមបំរុងរារាំងរទេះក្នុងសម័យសកលភាវូបនីយកម្មនេះបើគ្មានដើមទុនរឹងមាំទេម៉ាកយីហោឯករាជ្យទាំងឡាយក៏គ្រាន់តែជាប្រាសាទលើខ្សាច់ដែលងាយនឹងរលាយបាត់ក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះលោកស្មីការដែល Leicester បញ្ចុះតម្លៃទ្រង់ទ្រីធំនឹងការទិញផ្ដាច់ខ្សែសង្វាក់ផលិតកម្មសម្ភារៈនាពេលថ្មីនេះបានធ្វើឲ្យម៉ាកយីហោក្នុងស្រុកជាច្រើនជិតខ្សែធនតើនេះមិនមែនជាការទម្លាក់ថ្លៃដោយចិត្តនាអាក្រក់នឹងការផ្ដាច់មុខក្នុងវិស័យនេះទេខ្លឹមសារនៃពាណិជ្ជកម្មគឺត្រីធំស៊ីត្រីតូចបើទប់ទល់នឹងរលកខ្យល់បន្តិចបន្តួចនេះមិនបានទេនោះមានន័យថាពួកគេមិនស័ក្តិសមនឹងអង្គុយលើតុចរចានេះឡើយឧទាហរណ៍ដូចជាអ្នកនាងសិននាងដែលពោពេញដោយទេពកោសល្យរបស់យើងនេះឯងឮថាពីរោងចក្ររបស់ក្រុមហ៊ុនអ្នកនាងបានផ្អាកដំណើរការ3ថ្ងៃហើយក្រណាត់សម្រាប់រដូវកាលក្រោយសូម្បីតែមួយហាត់ក៏រកមិនបានផងចុះឈីនាងអាចឆ្លងផុតរដូវរងានេះទៅរួចដែរបើលោកស្រីសិនព្រម Leicester អាចនឹងមានចិត្តមេត្តាទិញយកម៉ាកយីហោរបស់អ្នកក្នុងតម្លៃ50លាន 50លានលោកស្មីមើលទៅលោកមិនត្រឹមតែខ្វះសីលធម៌ពាណិជ្ជកម្មទេថែមទាំងខ្វះការមើលឃើញពីតម្លៃនៃម៉ាកយីហោទៀតផងសិននាងកុំឲ្យកិត្តិយសមិនយកបែរជាចង់ទទួលទោសទណ្ឌឲ្យសោះស៊ីនានវាតំណាងឲ្យសោភ័ណភាពបែបបូព៌ាប្រទេសដែលជាស្នាដៃតែមួយគត់ដែលកើតចេញពីទឹកដីនេះពួកយើងមិនចោះចាញ់នឹងពួកឈ្មួញកេងប្រវ័ញ្ចដូចជាអ្នកដាច់ខាតនៅចំពោះមុខលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះសេចក្តីថ្លៃថ្នូរគ្មានតម្លៃអ្វីឡើយសូម្បីតែក្រណាត់ក៏អ្នកទិញមិនបានផងតើអ្នកយកអ្វីមកតាំងជាមួយខ្ញុំសូមទោសផងខ្ញុំជាប់ប្រជុំអន្តរជាតិបន្តិចទើបយឺតពេល10នាទីមិនអីទេវីរបុរសមកជួយសង្គ្រោះសម្រស់មកដល់ទាន់ពេលតែម្ដងលោកស្មីតើលោកភ្លេចហើយឬអីថានៅលើទឹកដីនេះមិនត្រឹមតែមានអ្នករចនាម៉ូដឆ្នាំទេថែមទាំងមានក្រុមហ៊ុនកាស៊ីទៀត
លោកចោះអាជីវកម្មចម្បងរបស់ក្រុមហ៊ុន Gashi មិនមានរាប់បញ្ចូលការផលិតសម្លៀកបំពាក់ផងគ្រាន់តែដើម្បីស្រីម្នាក់តើលោកហ៊ានបំពានច្បាប់ពាណិជ្ជកម្មដើម្បីលូកដៃចូលរឿងនេះមែនទេ ខ្ញុំជាអ្នកជំនួញខ្ញុំធ្វើតែការវិនិយោគណាដែលធានាថាចំណេញមិនខាត់ប៉ុណ្ណោះខ្ញុំសូមតំណាងឲ្យក្រុមហ៊ុន Gashi ប្រកាសជាផ្លូវការថា Gashi នឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រស៊ីជម្រៅគ្រប់ជ្រុងជ្រោយជាមួយម៉ាកយីហោ Shenyang លោកឥឡូវនេះ Shenyang សំបីតែក្រណាត់មួយចំអាមក៏រកទិញមិនបានផងតើលោកសហការជាមួយគេដើម្បីលូកខ្យល់មែនទេ កន្លះម៉ោងមុននេះ Gashi បានទិញយកក្រុមហ៊ុន Vision Phon យៈទាំង3ដែលមានចំណាត់ថ្នាក់កម្ពុជានៅអាស៊ីអាគ្នេយ៍រួចរាល់ហើយចាប់ពីថ្ងៃនេះទៅខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Gashi នឹងបើកទូលាយទាំងស្រុងសម្រាប់ Shenyang ដោយគ្មានកំណត់ លោកឈួតហើយ នេះអ្នកកំពុងតែប្រកាសសង្គ្រាមដាក់ក្រុម Shangri-La Show ហើយ Smith ត្រឡប់ទៅប្រាប់ថ្នាក់លើរបស់អ្នកទៅមើលថាតើលុយរាប់រយលានដុល្លារដែលអ្នកត្រៀមមកនឹងវាអស់មុនឬក៏គ្រឹះរាប់រយឆ្នាំរបស់ក្រុមហ៊ុនគេខ្ញុំវាដួលរំមុន លោក Shen លោកខាងក្រៅគេនិយាយថាគឺក្រុមហ៊ុន ដែលធ្វើឲ្យ Shenyang មានថ្ងៃនេះចុះលោកទាំងពីរមានប្រតិយ៉ាងណាដែរចំពោះរឿងនេះ អ្វីដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះគឺដោយសារតែក្រដាសព្រៀងរាប់ពាន់សន្លឹកដែលខ្ញុំបានគូនឹងយប់ថ្ងៃរាប់មិនអស់ដែលក្រុមការងារ Shenyang ខំប្រឹងរហូតដល់ភ្នែកឡើងក្រហមក្រុមហ៊ុនគេគឺជាដៃគូសហការដ៏ល្អបំផុតប៉ុន្តែមិនមែនជាអ្នកដែលផ្ដល់ទានឲ្យខ្ញុំឡើយលោកគេតើលោកយល់ស្របនឹងសម្ដីរបស់លោក Shen ដែរឬទេដើម្បី Shenyang លោកហ៊ានបើកសង្គ្រាមជាមួយមូលធនអឺរ៉ុបតើក្រុមប្រឹក្សាភិបាលរបស់គេមិនមានន័យអ្វីតតែសោះមែនទេក្រុមហ៊ុនគេមិនដែលធ្វើជំនួញខាតទេហើយក៏មិនចាំបាច់យកអនាគតក្រុមហ៊ុនទៅលួងលោមស្រីឲ្យសប្បាយចិត្តដែរសក្តានុពលរបស់ Shenyang និងទេពកោសល្យដែលមិនអាចរកអ្នកណាជំនួសបានរបស់លោក Shen ទើបជាហេតុផលតែមួយគត់ដែលគេហ៊ានចំណាយលុយធំចូលទីផ្សារនេះដូច្នេះហើយការបានក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយលោក Shen គឺជាកិត្តិយសរបស់ក្រុមហ៊ុនគេ យ៉ាងសេតាអ្នកមិនមែនថាត្រូវត្រឡប់ទៅក្រុមហ៊ុនដើម្បីដោះស្រាយកិច្ចប្រជុំអន្តរជាតិទេឬអី កិច្ចប្រជុំនោះពន្យាពេលហើយថ្ងៃនេះបន្ទាប់ពីយើងនិយាយរឿងការងារចប់ខ្ញុំចង់និយាយរឿងផ្ទាល់ខ្លួនខ្លះនៅកន្លែងដែលមានតែយើងពីរនាក់នេះ លោកប្រធានក៏រវល់ខ្លាំងម្ល៉េះតើមានរឿងផ្ទាល់ខ្លួនអ្វីទៀតដែលត្រូវនិយាយជាមួយដៃគូជំនួញដូចជាខ្ញុំបើនិយាយពីរឿងភាគលាភខ្ញុំមិនព្រមថយក្រោយដាច់ខាតណា មិនមែននិយាយរឿងភាគលាភទេគឺនិយាយពីរឿងជីវិតទាំងមូលរបស់ខ្ញុំ ថ្ងៃនេះក្រុមហ៊ុន Gan និង Kinyan បានចងភ្ជាប់គ្នាផ្នែកពាណិជ្ជកម្មយ៉ាងជិតស្និទ្ធហើយអ្នកក្រៅលែងអាចមកជ្រៀតជ្រែកបានទៀតឡើយតែប៉ុណ្ណឹងវានៅមិនទាន់គ្រប់គ្រាន់សម្រាប់ខ្ញុំទេខ្ញុំចង់ឲ្យជីវិតរបស់យើងចងភ្ជាប់គ្នាឲ្យកាន់តែជ្រៅជាងនេះទៀតតើអូនព្រមរៀបការជាមួយបងធ្វើជាម្ចាស់ស្រីតែមួយគត់របស់ត្រកូល Gan ហើយក៏ជាដៃគូជីវិតដែលបង Gan យ៉ាងសេមិនអាចបំបែកបានពេញមួយជីវិតនេះដែរឬទេ ខ្ញុំព្រមលោកខា